សុំជើញមើលណាសុំជើញបងមាន់ធំជាតិទីបំផុតខ្ញុំរកលោកឃើញហើយលោកមកនៅទីនេះបានយ៉ាងម៉េចហ្នឹងមកនៅទីជនបទដាច់ស្រយាលហើយលោកបងមាន់ទៀតនេះមកធ្វើស្អីខ្ញុំខំគិតមកនៅភូមិដាច់ស្រយាលបែបនេះទៅហើយនាងបែរជាមករកខ្ញុំឃើញទៀតហ៎ឬមួយក៏នាងលួចដាក់ GPS មែនទេលោកសៀវនៅក្នុងឆ្នាំហ្នឹងលោកដឹកនាំពួកយើងឲ្យរីកចម្រើនក្នុងរបបវិនិយោគក្នុងរយៈពេលអាជីវកម្មរបស់លោកគឺចម្រើនខ្លាំងណាស់លោកជ្រើសរើសដាក់ចេញក្នុងពេលរីកចម្រើនមិនត្រូវតែបោះបង់ប្រធានគណៈកម្មការសុខអេសមាគមដែលលោកសាងសង់ដោយផ្ទាល់ដៃក៏លោកប្រគល់ឲ្យអ្នកដទៃលោកប្រាប់ថាលោកចង់ឲ្យជីវិតឲ្យមនុស្សសាមញ្ញតាំងពីពេលហ្នឹងក៏បាត់ដំណឹងសូនឆឹងកូនចាំម្នាក់នេះព្យាយាមស្វែងរកលោកច្រើនឆ្នាំតែមិនឃើញសោះខ្ញុំស្មានថាមិនបានជួបលោកទៀតថានាងរកខ្ញុំដើម្បីអ្វីទៅណាឆាប់នាំអង្គរៈរបស់នាងត្រឡប់ទៅវិញទៅអ៊ំសៀវលោកមិនដឹងទេថាសុំពេលមកផ្នែកខ្ញុំទូរស័ព្ទអូយកូនប្រុសរបស់ខ្ញុំទេមកកុំនិយាយអត់សោះណាអាឡូកូនប៉ាប្រហែលជានៅប៉ាហើយមែនទេប៉ាកក់សបុតឡានក្រុងទៅនៅថ្ងៃស្អែកនេះគឺទៅចូលរួមការពួកឯងនឹងណាកុំប្រសាប៉ាមិនមែនចូលចិត្តញ៉ាំពងមាន់ដែលប៉ាចិញ្ចឹមផ្ទាល់ដែរទេប៉ាចូលរួមស្រាប់ហើយមិនអីទេចាំប៉ាយកទៅជាមួយណាហើយក៏ប៉ាលោកប៉ាពិធីមង្គលការរបស់ខ្ញុំប៉ាមិនបាច់មកទេអាឡូប៉ាអាឡូពីសៅសួនប៉ាដឹងថាកូនប្រសារបស់ប៉ានេះចូលចិត្តញ៉ាំពងមាន់ណាកូនចូលចិត្តចោះពងមាន់ទាំងអស់នេះប៉ាជាអ្នកចិញ្ចឹមផ្ទាល់ដែរណាធំជាសុទ្ធណាលោកប៉ាពិធីមង្គលការខ្ញុំប៉ាមិនបាច់មកទេអត់ដែរសៅសួននេះបាត់នេះថ្មីនោះលោកប៉ាខ្ញុំដឹងថាប៉ានៅភូមិវាងជាកោយូរហើយមិនអាចទៅណាឆ្ងាយខ្ញុំបារម្ភពីប៉ាក្រែងជួបឧបទ្ទវហេតុព្រះហើយកូនប្រុសប៉ានេះចាស់មែនប៉ុន្តែដូចជាពាក្យចាស់ថាដើមឈើកាន់តែចាស់ឬចាស់កាន់តែជ្រៅណាកុំបារម្ភអីមនុស្សចាស់ម្នាក់នេះណាធ្វើសង្គ្រាមម្នាក់ឯងជាមួយនឹងសត្រូវ10នាក់នោះណាយ៉ាងណាក៏ប៉ាមិនបាច់មកអត់ណាមិនចឹងកូនគិតថារឿងអស់នេះធ្វើឲ្យកូនពិបាកចិត្តហើយប្រាប់ប៉ាមកប៉ានឹងជួយកែបញ្ហានេះចុះប៉ាមើលទៅហាប់ផ្លូវឆ្ងាយកម្រិតណាប៉ានៅភូមិវាងជាកោឲ្យសុបាយចិត្តចុះពេលដែលខ្ញុំរៀបការជាមួយប៉ុនរួចខ្ញុំនឹងទៅទទួលប៉ាមកចូលប៉ាស្លាប់ប៉ាសិនទៅគឺថាបងសម្លាញ់និយាយទូរស័ព្ទជាមួយអ្នកណាហ្នឹងឃើញនិយាយឡើងយូរលោកប៉ាខាងនេះមានរឿងតិចតួចចាំខ្ញុំទៅទៀតអាឡូកូនប្រុសមានអីទេគ្រាន់តែជាអ្នកបោកប្រាស់តាមអនឡាញមិនដឹងជាទៅយកព័ត៌មានមកពីណាមិនចេះខ្មាស់បងសម្លាញ់មើលស្បែកជើងមកគូនេះចុះស្អាតទេស្អាតខ្លាំងណាស់មែនហើយខ្ញុំស្រឡាញ់មកគូនេះណាខ្ចប់ឲ្យផងចាក់បានអរគុណណាស់បងសម្លាញ់មើលកូនរបស់ខ្ញុំម្នាក់នេះទៅលោកអ៊ំសៀវមានរឿងអីមែនទេសៅទូនមករយៈនេះនិយាយដូចជាផ្លាច់មិនដឹងទេខ្លាចតែគេមានរឿងអ្វីកើតឡើងដូច្នេះជួយទឹកខ្ញុំទៅមើលលោកនិយាយមកចុះគឺជួយស្ទើបមើលកន្លែងកូនប្រុសរបស់ខ្ញុំតិចទៅណាខ្ញុំនឹងទៅដល់ខ្លួនឯងបានហើយដល់គ្នាធ្វើឲ្យគេប្រញាប់នាំគ្នាទៅពងមាន់ធម្មជាតិប្រកាសមានរឿងអ្វីសំខាន់ទេបងសម្លាញ់នេះគឺឈ្មោះភ្ញៀវដែលចូលរួមកម្មវិធីមង្គលការបងមិនតិចទេនឹងមានអ្នកណាមិនទាន់មានឈ្មោះទេអស់មែនហើយហើយភ្ញៀវបងខាងណាបងចង់ជើញខ្លះបងមិនថាឈ្មោះខ្លួនឯងទេបងមិនសូវមានសាច់ញាតិទេមែនហើយឪពុកម្ដាយបងស្លាប់តាំងតែពីបងនៅក្មេងសាច់ញាតិដទៃទៀតប្រហែលមិនសូវបានតាក់ទងគ្នាប៉ុន្មានទេតែសាសួនខ្ញុំប្រាប់បងទុកជាមុនណាឪពុកម្ដាយខ្ញុំជាចាំមើលថែខ្ញុំតាមតែចិត្តខ្ញុំតាំងពីក្មេងខ្ញុំនឹងរៀបការជួបគ្នាអ្នកដទៃបំរើសាច់ញាតិស្វាមីទេណាការដែលខ្ញុំព្រមរៀបការជាមួយនឹងបងក៏ព្រោះតែឃើញថាបងគ្មានឪពុកម្ដាយបងហាមកុហកខ្ញុំឲ្យសោះបើហ៊ានកុហកខ្ញុំកុំចោទថាខ្ញុំប្រើបាត់ដៃទៅជាក្នុងដៃដេញបងចេញពីផ្ទះឲ្យសោះណាអូនស្រឡាញ់វាមិនចេញជាដាច់ខាតអត់ណាគឺអូនស្រឡាញ់ទៅទីនេះតាមបងទៅបាត់វិញអូយកូនប៉ាណែប៉ាយករបស់តែកូនចូលចិត្តញ៉ាំយកមកផងណាពងមាន់ហើយមាន់ស្រែប៉ាយកមកឲ្យឯងណាតែឯងធ្វើស្អីបងសម្លាញ់អ្នកណាមកហ្នឹងគ្មានអីទេអ្នកយកឲ្យបានមកខំបន្ទុំចាំបងនាំគេទៅសិនណាចាំណាអត់ទេនេះឯងធ្វើស្អីឯងជួយមកយកនឹងជាច្បាស់មកអូយប៉ាចាប់ខ្ញុំនាំប៉ាទៅវិញចាំខ្ញុំបកស្រាយប្រាប់ប៉ានៅពេលក្រោយអត់ទេថ្ងៃនេះប៉ាទៅតែរឿងអូយប៉ាខ្ញុំសុំទោសប៉ាចិញ្ចឹមខ្ញុំបានដៃ12ហើយបញ្ជូនខ្ញុំមករៀនទៀតហើយប៉ាថែមតែបញ្ជូនខ្ញុំឲ្យចេញពីភូមិវាងជាកោដែលក្រលំបាកបែបនេះថាប្រមកកូនប្រុសមានតម្លៃដូចមាសបែរជាមនុស្សជង្គង់បែបហ្នឹងឯងខំនិយាយប្រាប់ប៉ាច្បាស់មកលោកប៉ាខ្ញុំគ្មានសមត្ថភាពធ្វើខ្លួនឯងច្បាស់នៅក្នុងក្រុមនេះទេខ្ញុំគ្មានបានការខ្ញុំឃើញនៅផ្ទះរបស់វិនគេមានទ្រព្យសម្បត្តិមានអំណាចខ្ញុំមិនបានតាំងចិត្តបិទបាំងតាប៉ាទេបើសិនជាគេដឹងគេនឹងជួយការជាមួយខ្ញុំឯងខំនិយាយមកសាច់រឿងតាវាយ៉ាងម៉េចខ្ញុំប្រាប់គ្រួសារខ្ញុំឯងខំនិយាយចេញមកខ្ញុំប្រាប់ថាពុកម្ដាយខ្ញុំស្លាប់អស់ហើយខ្ញុំទីក្មេងពីឯងកូនរបស់គុណលោកប៉ាខ្ញុំគ្មានជំរឿទេខ្ញុំរៀនចប់ច្រើនឆ្នាំហើយរកការងារល្អមួយធ្វើក៏មិនបានដែរខ្ញុំគ្មានផ្ទះមានឡានមានតែប្លង់តែជនបទមានមនុស្សស្រីឯណាមករៀបការជាមួយខ្ញុំតែលោកប៉ាវិនគេគ្រាន់តែចង់បានមនុស្សម្នាក់ដែលគ្មានឪពុកម្ដាយមិនបាច់ចាំបម្រើខាងឪពុកម្ដាយស្វាមីគឺខ្ញុំមិនហ៊ានផ្លាស់គេដល់ការពិតទេលោកប៉ាក៏បារម្ភអីគ្រួសារវិនជាមហាសេដ្ឋីនៅក្នុងក្រុងនេះប៉ាវិនបានសន្យាជាមួយខ្ញុំហើយពេលដែលរៀបការរួចគេនឹងឲ្យខ្ញុំធ្វើការនៅក្នុងក្រុមហ៊ុនឡុងជៀនគ្រប់គឺជាក្រុមហ៊ុនមួយដែលលំដាប់ក្នុងពិភពលោកលោកប៉ាសូមត្រឹមតែបានចូលធ្វើការនៅក្នុងក្រុមហ៊ុនឡុងជៀនគ្រប់បានថ្ងៃអនាគតខ្ញុំអាចទទួលប៉ាមករស់នៅក្នុងក្រុងដោយសប្បាយចិត្តជាមិនខានលោកប៉ាវាយខ្ញុំមកខ្ញុំជាកូនប្រុសដែលគ្មានសមត្ថភាពមិនអាចឈរនៅក្នុងក្រុងនេះបានខ្ញុំគ្មានបានការលោកប៉ាក្រោបមកឯងប្រាប់យកច្បាស់មកតើនេះឯងកំពុងតែធ្វើស្អីយើងមិនដែលសង្ឃឹមថាឯងនេះមានមុខមាត់នៅក្នុងសង្គមទេអាក្មេងល្ងងអើយលោកប៉ាបើពេលនឹងប៉ាមិនបានរើសខ្ញុំមកចិញ្ចឹមខ្ញុំប្រហែលជាលងទឹកស្លាប់បាត់ទៅហើយអ្វីដែលខ្ញុំចង់ធ្វើបំផុតនៅក្នុងជីវិតនេះគឺចង់សងគុណលោកប៉ាដែលចិញ្ចឹមខ្ញុំធ្វើឲ្យលោកប៉ារីករាយនៅក្នុងជីវិតនេះប៉ុណ្្នឹងសិនចុះ
ប៉ាមិនដែលគិតបានមកចុះប៉ាចូលចិត្តភាពស្ងប់ស្ងាត់នៅក្នុងភូមិវាងជីកូណាតែមិនដែលគិតថាឯងចូលចិត្តអីឬក៏អត់កូនប៉ាឯងក៏មើលងាយខ្លួនឯងអីបើសិនជាកូនត្រូវការអីប៉ានឹងឲ្យគ្រប់យ៉ាងលោកប៉ាជួយបាត់បានការប៉ាត់ឲ្យខ្ញុំមែនទេព្រះអើយរបស់តែបានមកដោយការខុសនោះទុកវាមិនបានយូរទេឯងទុកចិត្តចុះអ្វីដែលប៉ាត្រៀមទុកឲ្យឯងវាលើសពីតកូចូលគិតទៀតលោកប៉ានិយាយលេងសើចទៀតហើយដោយឋានៈរបស់យើងមិននឹងអាចប្រៀបជាមួយតកូចូលបានទេកូនប៉ាសុំកូនរៀបការដោយទុកចិត្តចុះរឿងគ្រប់យ៉ាងទុកឲ្យប៉ាជាអ្នកដោះស្រាយខ្លួនឯងប៉ានឹងធ្វើឲ្យឯងភ្ញាក់ផ្អើលឯងចាំតែមើលទៅឯងប្រកាសជាចម្លែកក្នុងចិត្តជាមិនខានទេទៅបាទហើយទៅអើណោះអាតាគិតចាស់គ្មានបានការទេឧស្សាហ៍លៀងខ្ញុំរហូតដល់ធំប៉ុណ្ណោះហើយឯងក៏លេចមុខមកបង្ករឿងអញ្ញាញឲ្យខ្ញុំតែនោះឯងស្ដាប់ខ្ញុំនៅឲ្យស្ងៀមនៅក្នុងភូមិជ័យកូនទៅបើមិនចឹងទេនោះលោកសៀវត្រូវការក្រុមហ៊ុនជួយដែរទេមិនបាច់ទេចៅស៊ូនទើបតែឈានចូលមកនៅក្នុងសង្គមត្រកូលចូលមិនត្រឹមតែជាគ្រឿងយន្តតូចៗរបស់លងឈានគ្រប់តែប៉ុណ្ណោះទេហេតុអីបានជាកូនប្រុសរបស់យើងនេះអន់ចិត្តនឹងទម្លាក់តម្លៃខ្លួនឯងហើយឪពុកមួយខ្ញុំនេះមានអារម្មណ៍ថាខុសចំពោះកូនខ្លាំងណាស់ស្អែកនេះកូនរបស់ខ្ញុំរៀបការហើយយើងត្រូវតែផ្ទេរឈ្មោះលងឈានគ្រប់មួយសន្លឹកមកឲ្យគេរៀបការយ៉ាងមានកិត្តិយសចាកូនប៉ាបិទបាំងឋានៈព្រោះតែធុញទ្រាន់នឹងការដណ្ដើមអំណាចនៅក្នុងការវិនិយោគមិននឹកស្មានថាឯងត្រូវមកលំបាកសាងខ្លួននៅក្នុងក្រុងក៏ព្រោះតែគ្រួសារមានជីវភាពធម្មតាដូច្នេះយើងត្រូវតែធ្វើឲ្យឯងលូតលាស់និងទទួលបានជោគជ័យដ៏ខ្ពស់បំផុតសូមព្រះច័ន្ទផងណាចូលរួមត្រីអបចេញសូមចេញចូលរួមត្រីអបផងណាចូលរួមត្រីអបផងប្រធានចូលរួមត្រីអបផងណាប្រធានចូលនិងគ្រួសារមហាសេដ្ឋីលំដាប់លេខ1បានរៀបការជាមួយនឹងគ្នាឥឡូវនេះលោកបានរៀបការជាមួយនឹងកូនស្រីតែម្នាក់នៅក្នុងតកូលចូលខ្ញុំថាមិនដល់30ឆ្នាំទៀតទេអូមែនហើយខ្ញុំបានលើថាអ្នកបង្កើតក្រុមហ៊ុនអាត់កំបារបស់លោកជៀនគ្រប់ថ្ងៃនេះក៏ចូលរួមពិធីមង្គលការរបស់អ្នកនាងចូលដែរពិតជាសំណាងល្អថ្ងៃសេរីសួស្តីពិតមែនពួកយើងក៏អាស្រ័យលើបារមីរបស់ប្រកូចូលដូចគ្នាដើម្បីបានមុខមាត់ដូចប្រធានចូលអត់ដែរមែនហើយក៏ព្រោះតែវិនគ្រប់ត្រខ្ញុំបើមិនអញ្ចឹងខ្ញុំមិនអាចមកដល់ពេលនេះទេហើយព្រមទាំងពួកលោកផងដែរអូមែនហើយមិនពាក់ព័ន្ធទេប្រទេសហើយពីប្រធានជុំតែក៏ញញឹមតែទូចង់គូឈាមទៅហើយបើមិនយល់ដល់តកូលជាងទេណាក្មេងជនបទស្រុកស្រែដូចគេណាស្រួលមិនអាចឈានជើងយកគ្រូសាយើងផងទៅវាទៅយើងមានកូនស្រីសំណប់តែម្នាក់ទេឋានៈតូចទៀតមិនសំខាន់អស់តែគេល្អជាមួយវិនទៅបើមិនយល់ដល់វិនរៀបការហើយមិនបានទៅបំរើពុកម្ដាយខាងស្វាមីនោះមិនដឹងពិធីរៀបការនេះខ្ញុំមិនយល់ស្រាប់ដាច់ខាតលោកប៉ាអ្នកម៉ាពិធីចិត្តចាប់ផ្ដើមហើយតើខ្ញុំជាអ្នកទទួលភ្ញៀវជំនួសទៅលោកប៉ាអ្នកម៉ានាំវិនទៅបន្ទប់សម្រាប់ទៅដើម្បីកុំឲ្យពិបាកខ្ញុំមកថ្ងៃនេះសុទ្ធតែជាអ្នកមានកេរ្តិ៍ឈ្មោះក្នុងរង្វង់វិនិយោគបន្តិចទៀតលោកប្រធានស៊ីមកពីក្រុមហ៊ុនលងជៀនឲ្យកិត្តិយសយើងឲ្យខ្លួនឯងត្រូវចេះដាក់ខ្លួនឲ្យល្អបើឯងហ៊ានឲ្យតកូលចូលយើងលុកមុខណាជាចាត់ការឯងថាទេបានចៅសួនមិនបាច់បំរើអ្នកណាទាំងអស់តែកញ្ចាស់ម្នាក់នេះមកពីណាហើយឯងជាអ្នកណាខ្ញុំគឺប្រហែលជាមនុស្សវង្វេងចូលមកខុសបន្ទប់មិនទេណាម៉ាក់កុំបារម្ភចាំខ្ញុំតែងគេទៅវិញបញ្ញាទៅកុំឲ្យខកពេលពិធីបាទហើយក៏បាននៅទៅមកទៀតឆាប់ចេញទៅវិញទៅក៏មកកោរឿងខ្ញុំកូនប៉ាកុំបារម្ភអីចាប់ថ្ងៃតទៅគ្នាណាម្នាក់ធ្វើបាបកូនតទៅទៀតទេរួមទាំងគ្រូសាជួអ្នកត្រូវជួចៅស៊ូនជាគុំសាររបស់អ្នកកុំធ្វើអាកប្បកិរិយាបែបនេះដាក់គេអាកប្បកិរិយាបែបនេះមិនសមទេចៅស៊ូនជាកូនប្រសាខ្ញុំពួកយើងចង់ធ្វើអីចំពោះគេហើយវាពាក់ព័ន្ធស្អីនឹងឯងដែរអ្នកត្រូវខ្លួនឯងថាគេជាកូនប្រសារបស់អ្នកគេមកចូលគ្រួសាររៀបការជាមួយនឹងកូនស្រីអ្នកមិនមែនឲ្យអ្នកចង្អុលគេដូចជាអ្នកបម្រើទេមករៀបការជាមួយកូនស្រីខ្ញុំមែនទេមនុស្សមកពីស្រុកខ្សែជនបទមានសិទ្ធិរៀបការចូលគ្រួសារខ្ញុំមិនមែនដោយសារសំណាងល្អនៃកូនស្រីខ្ញុំត្រូវចាត់គេទេហីមកក្រាស់ស្មារខ្លួនមនុស្សផ្ទះតកូលចូលដើម្បីការចូលផ្ទះខ្ញុំប៉ុណ្ណោះកូនប្រសាការចូលផ្ទះកូនប្រុសដើមទុំ5ហាត់ទុំជាក្រយ៉ាងណាកុំក្រគិតយូរដែរមិនត្រូវបន្ទាបខ្លួនដើម្បីរៀបការចូលគ្រួសាររបស់អ្នកដទៃបែបនេះទេអេតាកញ្ចាស់ម្នាក់នេះអញគិតថាខ្លួនអញជាអ្នកណានៅឈរធ្ងន់ធ្វើអីទៀតប្រញាប់តែតាកញ្ចាស់នេះចេញទៅឥឡូវទៅគ្រាន់តែរឿងប៉ុណ្ណឹងក៏ធ្វើមិនបានពិតជាគ្មានអាការមែនខ្ញុំប្រាប់អ្នកហើយហាមមើលងាយដល់គេទៀតណាបើមិនចឹងទេយើងចាត់ការប្រញាប់ទុំទុកគេភ្លាមទៅតាចាស់ម្នាក់នេះជាអ្នកណាទៅឈួតទេដឹងហ៊ានមកបញ្ជាឲ្យតកូលចូលសុំទុកទេមិនដឹងទេថាតកូលចូលជាតកូលមហាសេដ្ឋីលំដាប់លេខ1នៅក្នុងក្រុងឆឹងគ្មានអ្នកណាហ៊ានជាមួយគេទេចៅស៊ូនមនុស្សម្នាក់នេះឲ្យយើងសុំទោសឯងអញគិតយ៉ាងម៉េចដែរពួកយើងចាំបាច់ត្រូវសុំទោសឯងដែរទេថាតែមើលមិនបាច់ទេគេនេះនិយាយប្រាប់ដែរខ្ញុំទៅវិញទេតែត្រូវសុំទោសណាម៉ាសុំទោសខ្ញុំនឹងនាំគេចេញទៅឥឡូវនេះលោកបានឆាប់ចេញទៅវិញទៅនេះជាថ្ងៃសំខាន់សម្រាប់ជីវិតខ្ញុំនៅចាំមកករឿងមិនឲ្យជីវិតខ្ញុំសល់អ្វីសោះមែនទេចៅស៊ូនប៉ាធ្វើឲ្យអញមកសល់អ្វីបានយ៉ាងម៉េចប៉ាមកនេះដើម្បីប្រគល់កដោឯងវិញទេប៉ានឹងធ្វើឲ្យគេស្រឡាំងកាំងពេញនេះតែម្ដងឈប់កុហកទៅបានហើយចាត់ទុកថាខ្ញុំបងប៉ាប្រញាប់ចេញទៅវិញទៅចៅស៊ូនឯងប្រកាសក្នុងចិត្តហើយអត់ខ្លាចទេចៅស៊ូនបងនឹងធ្វើអីទីពិធីរៀបការចាប់ផ្ដើមហើយណាឬមួយបងប្រាប់ឲ្យតាចាស់និយាយស្ដីអបប្រយ័ត្នម្នាក់នេះបំផ្លាញពិធីរៀបការរបស់ពួកយើងចៅស៊ូនបណ្ដេញគេចេញឥឡូវនេះទៅបើមិនចាំមកគោលការណ៍បាត់ទៀតទេលោកប៉ាអ្នកម៉ាមិនកុំតន់ចិត្តក្រៅអីខ្ញុំនឹងនាំគេចេញតែឥឡូវនេះអ្នកទាំងអស់គ្នាកុំតន់ខាងអីឆាប់ទៅសំណាក់ហើយតែយើងមកដល់ខ្លួនឯងថ្ងៃនេះហើយក៏ឃើញតកូលចូលឯងកាងបែបនេះអេឈឺឯងត្រឡប់ទៅផ្ទះជាមួយប៉ាវិញតកូលចូលប្រឲ្យឯងយើងនឹងប្រឲ្យឯងគាត់ជាពីរទៅជាមួយប៉ាឆាប់ទៅរាប់ឬក៏មិនចំតែកញ្ចាស់ម្នាក់នេះអាចទៅក៏មកក្រាស់ម្លេះក្នុងខ្លួនរបស់លោកសូម្បីតែលុយ100រៀលក៏មិនចេញមិនបានផងអាចយកទៅមានតម្លៃស្អីបានប្រហែលជាត្រីស្អុយមកទៀតស្អុយទៅដឹងទីនេះគ្មានអ្នកណាចង់បានទេឆាប់បោះប៉ាទៅវិញទៅចៅស៊ូនឯងប្រកាសក្នុងចិត្តហើយថាមិនជាមួយប៉ាតាចាស់ម្នាក់នេះប្រហែលខួរក្បាលមានបញ្ហាហើយតាចៅស៊ូនមិនមែនសាច់ញាតិមកពីណាទេចាំម៉េចនៅរករឿងគេមិនឈប់ទៀតមែនទេឯងបិទមើលបងឯងទៅយើងសួរឯងជាលើកចុងក្រោយឯងប្រកាសចិត្តហើយមិនទៅជាមួយប៉ានោះគឺពិតប្រកាសហើយខ្ញុំមិនឲ្យស្គាល់តាចាស់ដូចជាឯងនោះទេអ្នកណាក៏បានអាប់អូពីចេញទៅល្អណាស់ច
ចៅស៊ូនស្ដាយកំណត់តែយើងចិញ្ចឹមឯងតាំងពីតូចរហូតដល់ធំជាយាមរៀបចំផែនការជីវិតឲ្យឯងឯងគិតថារៀបការចូលក្នុងគ្រួសារចូលហើយមានកិត្តិយសមែនទេហើយក៏ហ៊ានមកដាច់ទំនាក់ទំនងដែលយើងខំចិញ្ចឹមឯងអានឹងបានហើយចៅស៊ូនស្ដាយកំណត់តែយើងចិញ្ចឹមឯងតាំងពីតូចរហូតដល់ធំជាយាមរៀបចំផែនការជីវិតឲ្យឯងឯងគិតថារៀបការចូលក្នុងគ្រួសារចូលហើយមានកិត្តិយសមែនទេហើយក៏ហ៊ានមកដាច់ទំនាក់ទំនងដែលយើងខំចិញ្ចឹមឯងអានឹងបានហើយមនុស្សគួរស្អប់ខ្ពើមនៅមិនប្រកបគាត់ទេមែនទេយើងឲ្យឯងបោះក្បាលត្រឡប់ទៅវិញចៅស៊ូនពាក្យចាក់ពោលថាពពេលលុតជង្គង់ដើម្បីបាត់ដោះមេដើម្បីសំដែងភាពកតញ្ញូកូនឯងរកចំណីដើម្បីសងឪពុកម្ដាយសងគុណប៉ុន្តែឯងវិញអកតញ្ញូណាស់មិនអីទេយើងគួរតែបន្ទោសខ្លួនឯងយើងខំចិញ្ចឹមឯងយ៉ាងលំបាកចុះឯងក្រាបលុតជង្គង់យើងថ្ងៃនោះដើម្បីអ្វីទៅតែប៉ាមិនបន្ទោសឯងទេលោកចង់បាននេះថាម៉េចលោកត្រូវជាឯងស្វាមីខ្ញុំហើយឯងស្រីជាលុតជង្គង់យើងមានសិទ្ធិអីមែនទេសិទ្ធិយើងជាប៉ារបស់គេនោះអីជាប៉ាដែលខិតខំចិញ្ចឹមគេយ៉ាងនេះ20ឆ្នាំថាម៉េចហ្នឹងក្រែងលោកប្រាប់ខ្ញុំថាលោកជាក្មេងកំព្រាហើយប៉ារបស់លោកម្នាក់នេះលេចចេញមកពីណាទៅសៀវចាប់ខ្លួនតាមមានរឿងស្អីឯងបោះស្រាយប្រាប់ជើងមកឬមួយកន្លងមកឯងក៏ហត់យើងរហូតហ៎មែនហើយឯងចិញ្ចឹមជើងរហូតដល់ធំប៉ុណ្ណេះតែយើងមិនសមឯងចិញ្ចឹមជើងទេតែគេចាក់ឯងនេះក៏ទៅចង់ស្លាប់ហើយឯងនេះរឿងជើងចូលមកចិញ្ចឹមធ្វើស្អីដឹងថាភាពក្ររបស់ឯងបំផ្លាញជីវិតយើងតែរស់ទេប៉ាខំប្រថុយជីវិតទៅយកឯងពីកណ្ដាលទឹកស្ទឹងមកចិញ្ចឹមការគិតរបស់ឯងចំពោះប៉ាបានត្រឹមតែប៉ុណ្្នឹងទេហើយមិនអញ្ចឹងមកប៉ាអ្នកដទៃជាម្ចាស់ក្រុមហ៊ុនធំហើយឯងឲ្យអ្វីមកយើងខ្លះឯងគ្រាន់តែជាអ្នកស្រែកម្ចាស់ម្នាក់ដែលថ្ងៃមុខក្នុងត្រូវកម្ដៅសំដីអ្នកស្រែមានអ្វីល្អទេក្រោយពីមិនឲ្យរីកចម្រើនអាចធ្វើអ្វីបានខ្លះហើយលើនេះពេលដែលខ្ញុំរៀបការចូលគ្រួសារចូលកំពុងតែមានមុខមាត់ដល់ថ្ងៃអនាគតឯងចង់ជួយជាមែនទេមនុស្សថោកទាបដូចជាឯងមកសម្ដែងទីនេះឆាឪពុកចិត្តល្អកូនអកតញ្ញូមែនទេឯងមកសម្ដែងទីនេះឆាឪពុកចិត្តល្អកូនអកតញ្ញូមែនទេយើងខំគត់ពងការរៀនសូត្រឯងតាំងពីតូចរហូតដល់ធំឯងសូមបីតែភាពជាមនុស្សក៏គ្មានដែរយើងនិយាយខុសត្រង់ណាឯងគ្មានកូនប្រុសរបស់ខ្លួនឯងទៅរឿងជើងយកមកចិញ្ចឹមមិនអញ្ចឹងនៅពីតូចឯងរត់បន្តច្បាប់ទម្លាប់ដាក់ជើងគ្រប់បាត់យ៉ាងស្អីបាត់តែក៏ដាក់ទោសឲ្យយើងខុសឲ្យយើងវាឯងគ្រាន់តែគិតថាអនាគតជើងកំពុងមានគេឈ្មោះសោយសុខនៅភាពរីកចម្រើនរបស់យើងមិនអញ្ចឹងមនុស្សឃើញតែផលប្រយោជន៍ផ្ទាល់ខ្លួនដូចជាឯងមានសិទ្ធិស្អីមកថាយើងការតឹងរឹងរបស់ប៉ាចំពោះឯងក៏ចង់ឲ្យឯងនេះមានអនាគតល្អដែរតែក្នុងចិត្តរបស់ឯងគិតបែបនេះចំពោះប៉ាក្នុងចិត្តឯងគ្មានចិត្តគុណបុណ្យសុំបីតែបន្តិចនឹកដល់គុណបុណ្យនិយាយទៅនិយាយមកគ្រាន់តែចាំបានលុយប៉ុណ្ណឹងថាអញ្ចឹងលុយនេះចាត់ទុកថាតែគុណបុណ្យផ្ដាច់តំណែងទៅរវាងឯងនិងខ្ញុំតែម្ដងទៅនឹងមែនទេខ្ញុំសៀវវ័យជាងលុយតែខ្ញុំចង់បានមានតែប៉ុណ្្នឹងទេចាស់ម្នាក់នេះនៅមិននិយាយផ្ដេសផ្ដាស់ទៀតចាស៊ូនការដែលពួកជើងព្រមឯងរៀបការជាមួយវិនក៏ព្រោះតែអ្វីឯងនឹងចាំបានទេវិនរបស់ពួកជើងគ្មានថ្ងៃទៅផ្ទះអ្នកដទៃបំរើបំរើក្មេងនោះទេត្រកូលរបស់យើងនឹងគ្មានថ្ងៃតំណែងជាមួយមនុស្សគ្មានវិញ្ញាណឯងដាច់ខាតសៀវជើងស៊ូនរឿងនេះបញ្ញាប់ចាត់ការចប់ទៅបើមិនចាំវិធីមង្គលការនេះមិនបាច់បន្តទៀតទេបាទសៀវវ័យជាងឯងបានលឺហើយមែនទេតែលើជើងកូនប្រសាត្រកូចូលចាំពីថ្ងៃនេះតទៅឯងហើយនិយាយគ្មានអីពាក់ព័ន្ធទេបានចៅស៊ូនដើម្បីត្រកូលចូលដល់ត្រចះត្រចង់មានផ្ដាច់តំណែងតំណងជាមួយនឹងប៉ាបែបនេះហើយអីបានជាជើងមកចិញ្ចឹមអាមនុស្សរមើលគុណដូចជាឯងនេះបានក្រចេះនេះមែនទេឯងដឹងថាត្រកូលចូលនៅក្នុងក្រុមជើងនេះមានមុខមាត់ប៉ុណ្ណាចុះជើងនឹងអាអ្នកស្បែកក្រាស់ដូចជាឯងនិយាយស្អីក៏មិនយល់ដែរណែចូលលុយនេះត្រឡប់ទៅភូមិបានជាកូនរបស់ឯងទៅចិញ្ចឹមមាន់កញ្ចាស់របស់ឯងទៅបានបើឯងចង់ផ្ដាច់ទំនាក់ទំនងរវាងឪហើយនឹងកូនហើយនោះបានបើឯងលុតជង្គង់ក្រាបសំពះយើង3ដងជិះមិនចាត់ទុកឯងជាកូនទៀតទេយើងថាគួរតែឯងទេដែលជាអ្នកលុតជង្គង់នោះចេះចុះឯងលុតជង្គង់ស្វ័យមកគុំជើង3ដងយល់ដល់ឯងចិញ្ចឹមជើងដល់ពេលឯងងាប់យើងនឹងទេក្រាស់មកជួលល្អឲ្យឯងពិតជាកូនតែសាច់ល្អមែនអាកូនអាកាតញ្ញូអាកូនមិនដឹងតខ្មៅឯងមិនខ្លាចរទះបាញ់ស្លាប់ទេយើងក៏ចង់ដឹងដូចគ្នារទះបាញ់ទេវតាណាទៀតបាញ់យើងនៅឈរធ្វើស្អីទៀតចាំឲ្យគេលុតជង្គង់ទៅលុតជង្គង់ទៅដល់ឥឡូវនេះឯងក្រាបសំទោសយើងពុកម្ដាយក្មេងយើងដឹងប៉ុណ្ណឹងយើងនឹងមិនឲ្យពួកគេវាយឯងទៀតក៏បានតាំងពីបុរាណមកមិនដែលពួកគេណាមកគុំចំពោះកូនទេយើងអត់ល្អមិនចេះស្ដាប់ដល់ជិះខ្លួននឹងវាយគេទៅមនុស្សពីឡងជើងមកអើយកាដូរបស់យើងមកដល់ហើយសៀវចៅស៊ុនហើយណាខ្ញុំនេះហើយជាសៀវចៅស៊ុនមិនដឹងថាលោកជាអ្នកណានេះជាអ្នកប្រតិពីប្រធានយ៉ាងមកពីឡងជាងក្រុមលោកប្រតិពីយ៉ាងលោកជាសៀវចៅស៊ុនមែនទេបាទគឺខ្ញុំមែនទេយកកាដូដែលខ្ញុំត្រៀមឲ្យអ្នកប្រុសសៀវនិងអ្នកនាងចូលទៅឈប់សិនសៀវចៅស៊ុនឯងជាមនុស្សក្បត់ពីក្រៅខ្នងឯងល្មើសគុណខ្លាំងណាស់យើងប្រុសចិត្តហើយកាដូពីឡុងជាងគ្រប់យើងមិនឲ្យឯងសូមបីតែមួយចំណិតថាមិនហ្នឹងកាដូនេះគេជាអ្នកយកមកមែនទេសៀវវ័យជាងឯងគិតថាឯងជាអ្នកប្រកួតកាដូមែនទេយើងគិតថាឯងឈួតមែនទេហើយយកតាសៀនត្រកូលពួកឯងពិតជាប្រហិនមែនយើងយល់ដល់ត្រកូលចូលពលលោកជាច្រើនឆ្នាំមកនេះប្រថុយជីវិតដើម្បីឡុងជាងគ្រប់ហើយបំរើគ្រប់យ៉ាងដូច្នេះហើយបានជាយើងធ្វើកាដូមួយនេះមកនឹកស្មានថាពេលនេះត្រកូលពួកឯងធ្វើបែបនេះតោះអ្នកប្រយ៉ាងចិត្តតែសិនទៅតាគេចាំម្នាក់នេះមិនពាក់ព័ន្ធអីជាមួយនឹងគ្រួសារជួយយើងទេខ្ញុំឲ្យគេសុំទោសឥឡូវនេះឆាប់សុំទោសគាត់ភ្លាមទៅមិនខ្លាចចិត្តទេកូនប្រុសដែលឯងខំចិញ្ចឹមតរឯងបាច់ចង់កាប់ផ្ដាច់ទៅនឹងពុកកូនយើងថានឹងមនុស្សដូចឯងត្រឹមតែគ្មានចំណេះដឹងទីទាំងនោះទេអាចាំស្វាស្វាបញ្ញាប់សុំទោសអ្នកប្រតិពីយ៉ាងភ្លាមទៅឲ្យយើងសុំទោសគេមែនទេមនុស្សដូចជាពួកគេមិនសមទេគេមិនស័ក្តិសមឲ្យឯងដឹងថាគេជាអ្នកណាដែរទេគេជាអ្នកប្រតិពីយ៉ាងរបស់ឡុងជាងក្រុមអ្នកមើលការខុសត្រូវអនុប្រធានគណៈកម្មការឯងឆ្វេងឯងស្ដាំរបស់ប្រធានបៃគ្រាន់តែប្រើដៃផ្ទាត់ឯងក៏រលាយប៉ះពីក្រុងឡុងជាងបានដែរឯងជាអ្នកស្រុកស្រែនៅមុខភ្ញៀវកិត្តិយសដែលមានឥទ្ធិពលនៅក្រុងឡុងជាងមិនត្រឹមតែអុកលុកពិធីមង្គលការកូនស្រីយើងឯងនិយាយព្រេះផ្ដាស់មកចង់ហួសហើយធ្វើឲ្យអ្នកប្រយ៉ាងខឹងឯងចង់អស់ត្រកូលចូលធ្លាក់នរកដែរមែនទេឆាប់សុំទោសទៅគ្រាន់តែជាប្រធានឡុងជាងគ្រប់កបិកពុកម្នាក់មិនមានអីនៅក្នុងការផ្នែករបស់យើងទេបានជារឿងសុំទោសគេទេត្រូវសុំទោសយើងនោះហើយយើងក៏ពិចារណាដាក់ទោសកម្រិតស្រាលដល់គេឡោណា
យើងក៏ចង់ដឹងដូចគ្នាថានៅក្នុងក្រុងឡុងជើងនេះមានមនុស្សអួតក្អេងក្អាងលេចមកតាំងពីពេលណាដំបូងយើងគិតថាយើងមិនប្រកាន់រូបធម្មតាដូចជាឯងនោះទេការដែលខ្ញុំមកថ្ងៃនេះគឺខ្ញុំមកនៅក្នុងឋានៈជាមុខមាត់របស់ឡុងជើងគ្រប់យើងចង់ប្រាប់ថាយើងមិនអាចឲ្យឯងត្រង់ឈីបានទេឯងសម្រាប់ខ្លួនទៅយើងនឹងទុកដង្ហើមចុងក្រោយឯងត្រឡប់ទៅវិញទោះបីជាបាយយេមកទៅនេះដល់ខ្លួនឯងក៏លោកគ្នាសិតអីឲ្យយើងបញ្ចប់ជីវិតខ្លួនឯងដែរលោកប្រធានបាញ់ឈ្មោះដែលឯងអាចហៅបានមែនទេឯងមើលរំលងក្អកពួកជាតិដែលមានអធិបុលនៅក្នុងឡុងហើយមែនទេឯងនិយាយត្រូវហើយពួកឯងដែលនៅទីនេះគ្មានអីនៅក្នុងកែបនៃរបស់យើងនោះទេអូយឯងចង់និយាយស្អីហ្នឹងពួកយើងទាំងអស់គ្នានៅទីនេះមិនមាននៅក្នុងកែបនៃរបស់ឯងតែមិនដែរទេអញចង់មានន័យថាម៉េចភ្ញៀវដែលអង្គុយទីនេះសុទ្ធតែអ្នកមានចំខ្ពស់មានអំណាចគ្រាន់តែអ្នកណាម្នាក់គាត់ឯងក៏អាចបញ្ចប់អញបានហើយគ្រាន់តែអ្នកសារម្នាក់ហ៊ានមកនិយាយអួតអាងទីមិនខ្លាចទេដែលតកូនចូលប្រាច់តំណែងជាមួយមនុស្សបែបនេះអ្នកណាហ៊ានពាក់ព័ន្ធក៏ជាសយហើយលោកប្រុសយ៉ាងមនុស្សម្នាក់នេះអួតក្អេងក្អាងមានចំណេះដឹងធ្វើគ្រប់គ្នាខាងសម្បាបើសិនលោកជាងគ្រប់មិនទំនេរតកូនបាយខ្ញុំរីករាយនឹងចេញមុខទៅជួយដល់ខ្លួនឯងអូយតកូនសុំខ្ញុំដែរតកូនស៊ីរបស់ខ្ញុំដែរហើយតកូនចិត្តខ្ញុំដែរអ្នកទាំងអស់គ្នាអាចឈ្មោះម្នាក់នេះនិងតកូនចូលមានអ្វីពាក់ព័ន្ធជាមួយគ្នាទេអ្នកទាំងអស់គ្នាចង់ចាត់ការគេជាមិនតាមសប្បាយចុះបំផុតតកូនចូលខ្ញុំចូលពាក់ព័ន្ធថាទូមានផ្លូវមិនប្រងដើរថានៅរូបមានវាបាយគេចង់ទៅយើងគិតតែយកទាំងអស់គ្នាអាចឈ្មោះម្នាក់នេះទង្វើរបស់វាអ្នកគ្រប់គ្នាបានឃើញច្បាស់ហើយខ្ញុំមកនេះក្នុងឋានៈលឹងជើងគ្រប់ណាមឡើយខ្ញុំមិនចូលចិត្តធ្វើបានមនុស្សទំសើជាងទេប៉ុន្តែបើសិនជាវាជាតម្រូវការរបស់អ្នកគ្រប់គ្នាខ្ញុំនឹងមិនប្រកាន់ទម្លាប់ចាស់ទេគួរតែបបាក់ជើងបោះចេញពីជើងវាពីដំបូងហើយបាត់មាត់ឯងទៅល្អទុកពេលឲ្យឯង5នាទីមកសន្តាគីចិត្តធៀមបើមិនធ្វើទេលទ្ធផលនឹងតាមឯងដល់ខ្លួនឯងឲ្យលឿនតែទៅប្រធានសៀតែមកបន្តហើយកដោធំតែត្រៀមទុកសម្រាប់លោកប្រតោត្រៀមរួចហើយនៅទេបាញ់ឯកសារដែលនាងឲ្យរៀបចំកិច្ចសន្យា1សែនលានព្រមមកគ្រឹះតម្លៃរាប់រយលាននៅទីនេះល្អយកកដោមកតាំងខ្ញុំមកបាទយើងឲ្យពេលឯង5នាទីសម្រាប់ដូរចិត្តតែកញ្ចាស់ជើងគិតថាឯងប្រសើរប្រសើរហើយបើឯងឈួតតែម្នាក់ឯងទៅកុំអូសជើងពាក់ព័ន្ធធ្វើបែបនេះហើយកុំគិតឲ្យសោះថាយើងនៅចាស់ស៊ូនព្រមទទួលតាកញ្ចាស់ស្រុកស្រែដូចជាឯងបានដឹកយល់សពទៅយើងប្រាប់តែចុះបើឯងតែបង្ករឿងមិនឈប់បែបនេះទៀតអ្នកដែលក្តារកាហាញនោះគឺជាឯងបានពីក្រុងបាយបាទណានេះនិយាយមកខ្ញុំយល់ហើយអ្នកគ្រប់គ្រងបាយទេមកប្រាប់ថា5នាទីទៀតគាត់ប្រកាសជាមកដល់ទីនេះដល់ខ្លួនឯងហើយគណៈកម្មការរបស់ក្រុមហ៊ុនក៏មកដល់ទីនេះដល់ខ្លួនឯងដូចគ្នាដែរដើម្បីមកប្រគល់កាដូដល់តដៃដល់គូស្វាមីអ្នកបង្កាត់លងជើងគ្រប់ម្នាក់នេះមិនដែលបង្ហាញមុខរាប់សិបឆ្នាំតែថ្ងៃនេះដល់ថ្នាក់ដល់កិត្តិយសមកដល់ខ្លួនឯងប្រកបចូលនេះពិតជាទទួលបានកិត្តិយសខ្ពស់ពោះមែនសៀវជាងហើយបានលើកទេបន្តិចទៀតមានអ្នកធំមកទីនេះហើយយើងសង្ឃឹមថាឯងនឹងដឹងខ្លួនដល់ទៅឋានៈឯងនឹងជើងខុសគ្នាដូចមេឃនឹងដីបើឯងឆ្លាតឆាប់លុតជង្គង់សំទោសឥឡូវនេះទៅមិនប្រកាសទេយើងអាចនឹងនឹកឃើញគុណបុណ្យចាស់ចាស់តែឯងធ្លាប់មានចំពោះយើងអាចសុំវល់អ្នកធំម្នាក់នេះទុកជីវិតឲ្យឯងពួកអ្នកស្រីសុទ្ធតែមនុស្សមិនដឹងអីមិនដឹងពោះប៉ុណ្ណឹងទីប្រាប់ឲ្យទៅតាំងពីដំបូងតែមិនព្រមទេបើជាចង់រត់ស្លាប់នឹងខ្លួនឯងសំណាងល្អដែលចាស៊ូសម្រាប់ចិត្តយ៉ាងអហង្ការកាត់ផ្ដាច់ទំនាក់ទំនងឲ្យនឹងកូនបើមិនអញ្ចឹងសូមឲ្យតកូនជួបពួកជើងក៏ត្រូវតែដាក់កាជាមួយដែរនៅសល់2នាទីទៀតងាប់ហើយនៅមិនដឹងខុសទៀតបើជាគ្មានវិធីកាយមែនអ្នកណាក៏បានធ្វើតាមវិធីប្រតិពីបាយទេបបាក់ជើងឲ្យយកគេចេញពីក្នុងអញ្ចឹងយើងនឹងចាំមើលតើអ្នកណាមួយវាហ៊ានឡងជាគ្រប់សំចូលរួមត្រេកអរដល់ក្រៃលែងតែបានតំណែងគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនឬប្រកួតកិច្ចសន្យា1000លានឲ្យត្រកូលចូលនិងភូមិគ្រឹះលានសនា4ទិសខ្ញុំខ្លាចជាអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនលោកជាងហើយមែនទេប៉ុន្តែប្រាថ្នាថាពីខាងនឹងមានរឿងភ្ញាក់ផ្អើលប្រគល់ឲ្យខ្ញុំឬមួយតំណែងគ្រប់គ្រងនេះគ្រួសារជុំជាអ្នកធ្វើប៉ុន្តែបងស្រឡាញ់អូនខ្លាំងណាស់លោកប៉ាអ្នកម៉ាអរគុណអ្នកទាំងពីរខ្លាំងណាស់ខ្ញុំមិនធ្វើអ្នកទាំងពីរខុសបំណងទេលោកយ៉ាងនេះគឺជាកាដូធំដែលលោកត្រៀមមកមែនដែរទេទាំងអស់នេះគឺកាដូនេះខ្ញុំជាអ្នកចាត់តែខ្លួនឯងប៉ុន្តែពេលនេះខ្ញុំប្រូចិត្តហើយដូចជាពួកឯងនេះមិនសមបានរបស់សុំទៅតែជាវជាឯងនេះពិតជាបុក្រាស់ណាស់មិនមានអ្នកប្រចាំប្រគល់កាដូឯងថាជារបស់ឯងឥឡូវនេះប្រធានបាយប្រគល់កាដូឯងថាជារបស់ឯងទៀតមិនមានទើបតែជ្រុលជាមួយអ្នកប្រចាំឥឡូវនេះឯងមកជ្រុលជាមួយនឹងប្រធានបាយទៀតឯងនេះពិតជាមិនចង់មានជីវិតអត់ចាស់ហើយមែនទេតាពីចាស់ឯងនេះពិតជាមិនដឹងខ្ពស់ទៀតមែននៅមុខប្រធានបាយឯងនៅគេងក្អាងទៀតពួកលោកកំពុងឆ្លុះគ្នារឿងអីប្រធានបាយកំខាំអីខ្ញុំនឹងចាត់ការអាកញ្ចាស់ម្នាក់នេះដើម្បីកុំឲ្យវាមករំខានដល់នាងចូលតែឈៀងប្រធានបាយមកដល់ទីនេះដល់ខ្លួនឯងត្រកូលចូលរបស់ពួកលោកបណ្ដោយឲ្យតាកញ្ចាស់នេះមកដល់ខ្លួនឯងឥឡូវនេះគេបង្កបញ្ហាលោកទទួលយ៉ាងម៉េចអនុប្រធានចាអ្នកនាងបាយអ្នកទៅពីរងាប់ការខឹងសិនទៅខ្ញុំនឹងដេញគេចេញឥឡូវនេះឆាប់បោះខ្លាចទៅពួកលោកថាឲ្យគេជាមនុស្សថោកទាបមែនទេប្រធានបាយម្នាក់នេះជាពុកថតរបស់កូនប្រសាខ្ញុំទុកចិត្តចោះចាំសួនបានផ្ដាច់តំណែងតំណុកឲ្យពុកកូនជាមួយនឹងគេហើយអ្នកនាងអាចចាត់ការគេបានតាមចិត្តបែបហាត់ធានបាយពេលដែលប្រធានមិនតម្ដងណាវាជាព្រេបដាវាមិនដែលឃើញឡងជើងគ្រប់ពួកយើងនៅក្នុងកែបនៃរបស់វាទេវាពិតជាក្អេងក្អាងខ្លាំងណាស់សូម្បីតែឡងជើងគ្រប់របស់យើងក៏វាមិនឲ្យតម្លៃដែរដូច្នេះគួរតែបណ្ដាគេយ៉ាងម៉េចទៅអញ្ចឹងមែនទេហើយលោកចង់បណ្ដាគេយ៉ាងម៉េចវិញទៅគួរតែបបាក់ជើងវាបោះចេញពីស្ថានភាពដើម្បីកុំឲ្យវាឈានជើងចូលក្រុងជើងឆឹងបានទៀតអ្នកនាងចង់ចាត់ការវាបែបណាអ្នកនាងប្រាប់ខ្ញុំមកចុះប្រធានបាយទុកចិត្តចោះនៅក្នុងក្រុងឈានជើងនឹងមានតកោខ្ញុំបើអាម្នាក់នេះហ៊ានឈានជើងចូលក្រុងខ្ញុំនឹងចាត់ការគេល្អណាស់ពួកលោកពិតជាធ្វើបានល្អមែនពិតជាមិនហ៊ានទេពួកយើងធ្វើគឺធ្វើដើម្បីក្រុមហ៊ុនតែប៉ុណ្ណោះគេមិននេះឯងក្អានគឺពិតជាមិនទេខ្មាស់គេក៏សោះបាទនៅតែបណ្ដោយឲ្យគេនិយាយគណៈបានតទៅទៀតបាទទៅជាលឺដល់ទៅជាគណៈកម្មការប្រហែលជាបាត់មកអ្នកដែលគូតែបបាក់ជើងគេបោះចេញទៅនោះគឺជាអញនឹងហើយប្រធានបាយណានេះចង់បាននេះថាម៉េចមានន័យថាមិនមែនទេពួកអញបាក់ភ្នែកហ៊ានធ្វើលើលោកទៅលើគ្នាបើមានតែទីទូ5តែមើលថាសំនឹងត្រូវទេប្រធានបាយអ្នកនាងចូលច្រឡំអីទៅដឹងគេគ្រាន់តែជាអ្នកស្រែចម្ការធម្មតានៅភូមិបានជាគោប៉ុណ្ណោះគេមិនអាចចេញពីភូមិតទៅសោះហើយភូមិជាងជើងនេះមកជាលើដំបូងគេមិននឹងអាចខ្លាចជាភ្ញៀវគេទីយកបានទៅនឹងតែសាយល្ងងគាត់ម្នាក់នេះមានឋានៈខ្ពង់ខ្ពស់ជាងពួកអញគ្រប់គ្នាទៅទៀតយើងជើយចុះតែហ៊ានមនុស្សដូចជាពួកអញនេះអ្នកណាហ៊ាននិយាយអួតក្អេងក្អាងនៅទីនេះពិតជាខ្លាំងណាស់ប្រធានបាយនេះប្រហែលជាយល់ច្រឡំអីមិនខានទេគេជាអ្នកស្រែចម្ការឋានៈតូចទាបខ្លាំងណាស់សៀវវៃជាងអាចបានលឺហើយតើឥឡូវដល់សារតការឧបត្ថម្ភរបស់ត្រកូលចូលទើបបានតំណែងអ្នកគ្រប់គ្រងទូទៅឡុងក្រុមចំណែកឯងគ្រាន់តែចំណែកជាងដែលយើងបានល្អជាងទើបចង់មកករឿងបោះជើងចុះមានចេតនាក្រោះសំរបស់មែនក៏ប៉ុន្តែមិនថាឯងមកករឿងយ៉ាងណាក៏មិនអាចស៊ូជាមួយនឹងត្រកូលដែលមានអធិបុលដូចជាត្រកូលចូលដែរយើងគិតថាឯងសន្សំកម្លាំងទុកខ្លះទៅបាត់មាត់ត
កូនជួបបាត់នេះមែនទេដែលមានសិទ្ធិមកប្រៀបធៀបជាមួយលោកសៀវ ខាងនេះបោះស្រាយច្បាស់តិចមកសម្រាប់ថាគេជា ពួកអញជាមនុស្សហ្វាក់ភ្នែកម្នាក់នេះគឺជាអ្នកបង្កើតខ្លំផង យើងជាអ្នកណាមែនទេមនុស្សដូចជាពួកឯងគ្មានសិទ្ធិដឹងថាយើងជាអ្នកណានោះទេ លោកអ៊ំសៀវត្រកូលជួបបើហិនដាក់លោកអ៊ំលោកចាស់ការពួកគេ តែការសហការរបស់ត្រកូលជូនិងលងជើងគ្រប់មិនឲ្យអ្នកណាធ្វើដំណាក់កាល នេះពិតជាមកចង្រៃមែនត្រកូលចូលរបស់យើងនិងលងជាងសហការគ្នារាប់សិបឆ្នាំមកហើយប្រធានបាយមិនស្ដាប់សម្ដីឯង បិទមាត់ឆាប់បញ្ជាមកចុះលងជាងគ្រប់បញ្ឈប់ការសហការទាំងអស់របស់ត្រកូលជួទូទាំងក្រុងជាងឈឺអ្នកណាហ៊ានសហការជាមួយត្រកូលជួហាមឈានជើងចូលក្រុងជាងឈឺអស់ហូរជីវិត លងជើងគ្រប់គឺជាសម្បត្តិដែលមានតម្លៃនៅក្នុងក្រុងជាងឈឺប្រធានបាយនិយាយដោយផ្ទាល់មាត់ថាសហការជាមួយនឹងត្រកូលចូលច្បាស់ជាគ្មានកន្លែងឈរនៅក្នុងក្រុងនេះទៀត មិនឲ្យជួយតែជាធ្វើមិនអត់ដាក់តាកិច្ចកម្មម្នាក់នេះបានទទួលលទ្ធផលបែបនេះយើងពិតជាចង់ដឹងណាតើគេជាអ្នកណាទៅនោះ មិនដឹងដែរ ចឹងមែនពួកលោកមានចំណុចណាមិនយល់មែនទេ អមិនហ៊ានទេប្រធានសៀវជាមិត្តរបស់ប្រធានបាយត្រកូលសុនរបស់ខ្ញុំចាប់ពីថ្ងៃនេះតទៅសូមទទួលស្វាគមន៍ភ្ញៀវដ៏មានកិត្តិយសមិនហ៊ានបង្ងើយសូមបីតែ តែហើយត្រកូលនេះពួកយើងចាំពីពីតទៅឲ្យតែម៉ៃនឹងគ្រប់លោកសៀវមិនឲ្យអ្នកណាម្នាក់ធ្វើបាបដល់លោកសៀវនោះទេបានអ្នកណាហ៊ានធ្វើបាបលោកសៀវស្មានស្ត្រីពួកយើង ពួកយើងដូចគ្នាពួកយើងដូចគ្នាពួកយើងដូចគ្នា បងសម្លាញ់បងបញ្ញាប្រវិធីទៅបងសម្លាញ់ ខ្ញុំយកតែបានរៀបការជុំត្រកូលចូលមិនអាចរលំបានទេណែលោកប្រតិពីយ៉ាងលោកនឹងច្បាស់ថាប្រធានបាយគឺជាអ្នកគ្រប់គ្រងខ្ពស់បំផុតនៅក្នុងក្រុមហ៊ុនតែអំណាចធំបំផុតគឺសម្រាប់ទៅលើប្រធានគណៈកម្មការដដែលប្រធានបាយតែម្នាក់ធ្វើការសម្រេចចិត្តប្រជុំការសហការត្រកូលរបស់ពួកយើងបើគណៈកម្មការធំយល់ច្រឡំខុសបើអ្នកគ្រប់គ្រងធំធ្វើតាមពួកចិត្តលើកដោះទៅជាលោកវិញលោកគិតតែមិនទៅ អ្នកនាងបាយចំពោះរបស់អ្នកនាងមិនអាចទៅធំពេកទៅដឹងអីអ្នកនាងគ្រាន់តែជាមនុស្សធម្មតាម្នាក់បាយជាមកបំផ្លាញក្រុមហ៊ុនរឿងបែបនេះមិនមែនជារឿងធម្មតាទេបើសិនជាបែកគ្នាទៅខាងក្រៅខ្ញុំគិតថាលោកឈៀងគ្រប់ធ្វើបាបមនុស្សទុំខ្សោយរឿងបែបនេះបាក់ជាប់ចោលទៅខាងក្រៅទើបវាខូចឈ្មោះតែចាស់យើងយល់អត់ប្រធានបាយដែលស្គាល់ឯងទើបបានជាយើងមិនរកគ្រឿងឯងតែឯងមកអេងអាងតែបើសិនជាឯងនៅតែអេងអាងមានមហិច្ឆតាទៀតហើយឌឺដងឲ្យក្រុមហ៊ុនរបស់យើងទៀតទោះបីជាបាយនិយាយដល់ដល់ក៏មិនអាចការពារឯងបានដែរ ចាំជាងវិញនេះលោកបានថាម៉េច បាទន័យថាម៉េចមែនទេអ្នកនាងខ្ញុំគ្រាន់តែខុសគ្នាដល់ឋានៈអ្នកគ្រប់គ្រងលំដាប់ខ្ពស់តែប៉ុណ្ណោះថ្ងៃនេះអ្នកនាងគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ហ៊ានឈប់សហការជាមួយនឹងខ្ញុំផងខ្ញុំសួរអ្នកនាងថាធ្វើបែបនេះមានចេតនាអីប្រកបទេអ្នកប្រតិពីខ្ញុំគិតថាប្រធានបាយប្រហែលជាត្រូវតាមកិច្ចចាស់ម្នាក់នេះក៏ហក់អកប្រាំងយ៉ាងម៉េចក៏មិនដឹងទើបបានជាចេញមកមកជួយគេផ្លេចផ្លាស់បែបនេះ បាទទេលងជើងគ្រប់គឺជាមេដឹកនាំនៅក្នុងរំពងវិនិយោគទាំងអស់ដោយសារតែមនុស្សសាមញ្ញម្នាក់តើអ្នកនាងអាចប្រជុំខ្ញុំបានដែរទេ បាត់មាត់ទៅអ្នកដែលមិនស័ក្តិសមមកឈរក្បែរលោកអ៊ំសៀវគឺជាលោកវិញទេ នាង ហើយក៏ឯងអកតញ្ញូគ្មានពាក្យសច្ចៈស្ដាប់កំណត់ដែលការអត់ជាមនុស្សថ្ងៃនេះបើឯងលុបទីកងខាងសុភេសុំទៅលោកអ៊ំសៀវពេលខ្លះយើងអាចនឹងជីវិតឯងបាន ហើយខ្ញុំរត់ជង្គង់មុខតាមកិច្ចចាស់នេះមែនទេលេងជាសពទៅហើយលើនេះយើងធ្វើដល់អ្នកគ្រប់គ្រងទូទៅឡងជាគ្រប់ទៅហើយយើងបានប្រកាសណាពីប្រធានគណៈកម្មការធំមិនជួមមិនឆាប់យើងនឹងខ្លាចជាអ្នកស្និទ្ធស្នាលរបស់គណៈកម្មការធំចាំមើលអ្នកណាហ៊ានបញ្ជាយើងមិនហើយបាយទេហើយលើនេះគេទទួលបានការជឿទុកចិត្តពីគណៈកម្មការធំនាងគ្រាន់តែជាគណៈកម្មការគ្រប់គ្រងតែក្រុមហ៊ុនមិនមែននាងអ្នកគ្រប់គ្រងម្នាក់ឯងទេណាត្រកូលជួយយើងមិនខ្លាចទេ បាទទេនាងបានលឺហើយមែនទេសេចក្ដីសុំម្នាក់នេះគេមិនមែនចំនួនធម្មតាទេបាទរួមសហការជាមួយជាងគ្រប់ហើយនោះតែថ្ងៃអនាគតប្រកបជារីកចម្រើនជាមិនខានទេអ្នកនេះប្រកាសក្នុងចិត្តហើយមែនទេថាប្រកាសត្រូវជាមួយនឹងក្រុមហ៊ុនដោយសារតែមនុស្សសាមញ្ញធម្មតាម្នាក់នេះ សៀវវិញឈិនមនុស្សគួរតែចេះប្រមាណខ្លួនឯងគ្មានសិទ្ធិគ្មានអធិបុលឯងចូលចិត្តយកតាមអ្នកមានអំណាចកម្រិតណាក៏មិនអាចជឿដល់ឋានៈដែលឯងស័ក្តិសមទេ ឋានៈនេះឋានៈដែលឯងតាមរងវាគ្រាន់តែជាពពកដែលរត់សัตว์ហោះមកកាត់ព្រៃរបស់យើងតែប៉ុណ្ណោះ លយតែសម្ដីប្រហែលជាឯងក៏ហក់ខ្លួនឯងរហូតដល់ជឿហើយមែនទេឯងមើលរូបភាពដ៏ក្រលហាមរបស់ឯងទៅឯងស្គាល់ពីឋានៈដែរទេ បងសម្លាញ់បងមិនអាចទៅចំណាយពេលអត់ប្រយោជន៍ជាមួយអ្នកស្រីម្នាក់នេះទេឥឡូវនេះបងមានឋានៈជាអ្នកគ្រប់គ្រងលងជាងគ្រប់ហើយទោះបីជាជាងទឹកចិត្តចុកខ្លាំងប្រធានបាយបានហើយវាយ៉ាងម៉េចក៏មិនអាចធ្វើឲ្យតែកូនចូលរបស់យើងបានតែ មែនហើយចៅសួនបាទដឹងថាឯងមានសមត្ថភាពបាទឲ្យឯងកាត់ផ្ដាច់ជាមួយតាចិញ្ចឹមម្នាក់នេះដើម្បីតែខ្លួនឯងទេពេលឯងបានតំណែងប្រធានលងជាងគ្រប់ហាមភ្លេចត្រកូលចូលរបស់យើងណា មែនហើយសេចក្ដីសួរតែកូនចូលរបស់យើងក៏ប្រកាសឲ្យពួកលោកមិនត្រង់ទេពេលដែលលោកបានចូលលងជាងគ្រប់ហើយលោកប្រកាសជាអាចការតែរួមសហការតែកូនចូលសាជាថ្មីខាង បានមកទុកចិត្តចោះពេលដែលខ្ញុំចូលលងជាងគ្រប់ហើយរឿងដំបូងដែលត្រូវធ្វើគឺចុះហត្ថលេខាសារជាថ្មីជាមួយត្រកូលចូលរបស់យើង បតិគុណប្រសាល្អរបស់ខ្ញុំមែន ល្អអញលោកគួរសក់ពើមអញកុំគិតថាអញតាមប្រធានបាយបានហើយអាចប្រដូចកូនចូលយើងបានណាយើងប្រាប់តែចុះអញគ្រាន់តែសម័យពេលថ្ងៃអត់ប្រយោជន៍ទេអ្នកម៉ាវាធ្វើឲ្យគ្រួសារយើងបាក់មុខអស់ហើយគួរតែបដៅវាឲ្យធ្ងន់ណាមែនហើយឯងយកជង្គង់ចោះឥឡូវនេះចំពោះការនិយាយស្ដីរបស់ឯងថ្ងៃនេះឆាប់ខមាទោពួកយើងទៅម៉ាវាធ្វើឲ្យគ្រួសាររបស់យើងបាក់មុខខ្លាំងណាស់គ្រាន់តែលោកជង្គង់សុំទោសតែមួយមុខមិនគ្រប់គ្រាន់នោះទេកូនម៉ាកូនមានកំណត់អីល្អមែនទេបងស្មានធ្វើអញ្ចឹងល្អទេបងបញ្ជាឲ្យវាលុតជង្គង់បន្ទាប់មកឲ្យវាជុំវិញបន្ទប់នេះហើយក៏ព្រុសពីបេះដូងដូចជាការដើម្បីតែកំពុងតែវាសម្ដីលយហើយនៅភាពលងខាងរបស់វាតែល្អទេ បាទបងស្មានបងស្ដាប់តាមបងគ្រប់យ៉ាងយ៉ាងម៉េចមិនលឺវិននិយាយទេអាប់វាមកនៅស្អែកយូរហើយព្រមដូចជាសម្លេងឆ្កែប្រហែលជាចេះហើយមែនទេបើសិនជាព្រុសបានពីរោះយើងនឹងកាត់បន្ថយជុំឲ្យឯង សៀវចៅសួនឯងគ្រាន់តែបានឋានៈគ្រប់គ្រងតូចតាចនៅក្នុងលងជាងគ្រប់តែប៉ុណ្ណោះឯងបែរជាមានចិត្តអាក្រក់បែបនេះទៅហើយពិតជាដីភូមិមិនអាចឡើងកំផែងបាន លោកជាងគ្រប់គឺជាអ្នកនាំការវិនិយោគលំដាប់ប្រទេសស្វាមីរបស់យើងពេលនេះដល់តែអ្នកគ្រប់គ្រងទូទៅរបស់លោកជាងគ្រប់ចំណាយពេលតែប្រហែលឆ្នាំតែគាត់គ្រប់គ្រងវិនិយោគទ្រព្យសម្បត្តិរបស់លោកជាងគ្រប់មិនខានអញមានសិទ្ធិអីមកឲ្យគេថាដេកខូតនោះវិនកូនស្រីកូនទៅនិយាយជាមួយតាចាស់នេះធ្វើអីគេតែដឹងរឿងស្អីរបស់អ្នកវិនិយោគនោះការដែលអាចទៅស្គាល់ពីបាយបានក៏ព្រោះតែគេធ្វើប្រតិជាតិមុនតែប៉ុណ្ណោះ សៀវចៅសួនយើងនឹងធ្វើឲ្យឯងដឹងថាការធ្វើអាក្រក់នេះធ្វើឲ្យខ្លួនឯងមាន សៀវវិញជាងឯងចិត្តមកហើយនៅសម្ដីលយទៀតមិនឃើញច្បាស់ជុំមិនសត់ទឹកណែអ្នកណាក៏បានដែរមកសង្កត់វាឲ្យលុតជង្គង់ឲ្យព្រោះដូចឆ្កែបំបត្តិជើងសងខាងហើយបោះវាចេញទៅ សេចក្ដីសួរប៉ណ្ណឹងបានហើយណាដំបងជាងចូលដល់ឡំស៊ីឲ្យខ្ញុំជាចាំបីបាច់ឯងទឹកទុកមកឲ្យឯងតែទង្វើរបស់ឯងធ្វើនៅថ្ងៃនេះវាពិតជាគួរឲ្យស្ដាប់កំណត់ការអត់ជំនឿ បាយនេះមិនចាំបាច់និយាយច្រើនទេបញ្ជាឲ្យបញ្ចប់ដំណើរគ្រប់គ្រងទូទៅរបស់គេភ្លាមទៅ សៀវវិញជាង
យើងគឺជាអ្នកគ្រប់គ្រងទូទៅដែលប្រធានគណៈកម្មការតែងតាំងទោះបីជាប្រធានបាយចេញមកក៏មិនអាចធ្វើស្អីយើងបានហើយសំបោចចុះមុននឹងនិយាយអួតប្រើខួរក្បាលបន្តិចទៅមិនឈប់តំណែងអ្នកគ្រប់គ្រងទូទៅរបស់ចាស៊ូនលោកស៊ីវចូលរួមសពស្ដាយផងដែលត្រូវប្រកាសដឹងថាក្រោយពីការពិចារណាជ្រើសកាត់តែងតាំងអ្នកតំណែងគ្រប់គ្រងទូទៅរបស់លោកត្រូវចាប់ហើយបងស្រឡាញ់មានរឿងអីមែនទេតើវាទៅរួចបាត់ចំណេញនេះគឺជាចុងបញ្ចប់របស់ឯងដែលមើលគុណគួរល្អបាយទេខ្ញុំគឺជាអ្នកគ្រប់គ្រងទូទៅដែលគណៈកម្មការធំតែងតាំងដោយផ្ទាល់នាងមានសិទ្ធិស្អីបោះចោលខ្ញុំបាយទេនាងហ៊ានប្រកាសជាមួយនឹងគណៈកម្មការគ្រប់គ្រងនាងពិតជាព្រឺណាយើងប្រាប់ហើយនេះជាអត្ថន័យរបស់យើងហើយយើងជាអ្នកសម្រេចខ្លួនឯងសេវាជីអញចាស់គួរសក់ខ្ពើមអញជាជួបឈាមរបស់គេមិនបានទៅបានកំផាំងគេមែនទេយើងសុំទិញឯងណាបញ្ហាឲ្យប្រធានបាយប្រកួតដំណើរឆ្លងទៅវិញឥឡូវនេះភ្លាមព្រោះតែអញម្នាក់គត់ណាមានរំខានអើយតាមអញហ្នឹងតែគេមកឯងអញចំពោះមុខគ្នាគេយកទៅធំអញពួកឯងគ្មានសិទ្ធិមកប៉ះពាល់ខ្លួនយើងទេល្អអញចាស់ម្នាក់នេះហ៊ានយកប្រធានបាយឲ្យអញឈប់ការសហការរបស់តកូលចូលជាងជាមួយនឹងលោកជាងគ្រប់ក៏ហិចចុះឥឡូវនេះហ៊ានមកផ្នែកការតែងតាំងរបស់លោកជាងគ្រប់ទៀតអញមើលខ្លួនអញទៅថាឯងនេះស័ក្តិសមដែរអត់គេស័ក្តិសមខ្លាំងណាស់សម្រាប់ពួកឯងទាំងអស់គ្នាក៏មិនអាចប្រៀបធៀបជាមួយគេសុខតែប៉ុនចង់រៀងដែរប្រទេសណាបាយទេដោយសារតែជួយអាកិច្ចម្នាក់នេះដល់ថ្នាក់មិនខ្សែអ្វីគ្រប់យ៉ាងហើយជួយគេអស់ពីសមត្ថភាពមែនទេបាទរឿងនេះបែរទៅខាងក្រៅយ៉ាងម៉េចទៅបាយទេទោះបីជាគណៈកម្មការគ្រប់គ្រងក្រុមហ៊ុនមិនគួរបង្កើតរឿងធំដុំដើម្បីឲ្យអ្នកសម្រាយនេះយកត្រកូលចូលយើងជាប់ឈ្លីត្រកូលចូលឯងហើយយ៉ាងម៉េចនៅមុខយើងបាទយើងនិយាយជាមួយអ្នកផ្សេងគ្មានសិទ្ធិមកនិយាយទេល្អសៀវជាងអាចឆ្កែឈួតឯងនេះឯងពិតជាក្អេងក្អាងខ្លាំងណាស់ឯងគិតថាអាចយកចិត្តគណៈកម្មការគ្រប់គ្រងបានហើយឯងធ្វើអ្វីបានគ្រប់យ៉ាងនៅក្នុងក្រុមជាងជើងនេះលងជាងគ្រប់មិនប្រើឯងមកខាងបាំងមេបានទេល្អណាស់អ្នកណាម្នាក់នៅពីក្រោយឯងហាប់ហើយគេចេញមកយើងក៏ចង់ដឹងដែរថាអ្នកណាម្នាក់ហ៊ានចេញមុខមកការពារនោះតែទៅរកបងប្អូនចំនួនមួយយើងមកចាន់យូនជាបងប្អូនចំនួនមួយរបស់យើងជាប្រធានសមាគមគ្រប់គ្រងធុរកិច្ចឡុងឆឹងសមាគមគ្រប់គ្រងធុរកិច្ចឡុងឆឹងជាអ្នកគ្រប់គ្រងការជួញដូរសម្ព័ន្ធគ្រប់ពេលសមាគមរបស់នាងគឺបានត្រឹមតែឲ្យក្បាលតែប៉ុណ្ណោះពេលដែលបងប្អូនចំនួនមួយយើងមកដល់ឯងតែពីរនាក់នឹងស្លាប់ខាងទេឯងចាំមើលទៅអ្នកណាហ៊ានក្អេងក្អាងទៀតលោកអំសៀងបានបង្ហាញខ្លួនអ្នកក្រុមជាងឆឹងមកជាបន្ទាន់ការបោះធុរកិច្ចរបស់សមាគមម្ដងលោកប្រធានគណៈកម្មការគ្រប់គ្រងជាងគ្រប់បាយជាផ្សាយសារថាលោកម្ចាស់ម្នាក់នឹងបង្ហាញខ្លួនហើយអ្ម៉េចអបអរសាទរផលលោកប្រធានពួកយើងស្វែងរកគ្រប់ប្រទេសទីបំផុតបានជួបមនុស្សសំខាន់ម្នាក់នោះហើយអ្នកបង្កើតឡងជាងគ្រប់ដោយដៃផ្ទាល់ទាំងពីរចាត់ទុកថាក្រុមហ៊ុនខ្នាតយក្សមកបោះទុនវិនិយោគជាមួយនឹងក្រុមហ៊ុនធំទាំងអស់បង្កើតសមាគមធុរកិច្ចឡងជើង20ឆ្នាំមុននេះឥឡូវនេះគេបានបង្ហាញខ្លួនហើយតើទីបានយកលោកម្ចាស់ត្រង់មកវិញលោកប្រធានមួយម៉ោងទៀតលោកមានប្រជុំជាមួយនឹងសហរដ្ឋអាមេរិកចាយុនឯនឹងលីវ៉ាន់ទៅជួបប៉ាយាយមុនទៅខ្ញុំទៅជួបអ្នកដឹកនាំតាមក្រោយចុះលោកវ៉ាងសូមជួយអាឡូបងថ្លៃមានមនុស្សមករកព្រៀងកតលជោវាឧទាហរណ៍កាំងសបានណាបងបញ្ញាមកឥឡូវនេះមកណាមកជួយចាត់ការអាម្នាក់នេះឲ្យខ្ញុំបន្តិចមកជាឈួតមែនអ្នកណាហ៊ានដល់ថ្នាក់ហ្នឹងហ៊ានធ្វើបងប្អូនរបស់យើងចាំនៅទីនោះហើយបន្តិចទៀតយើងនៅទៅដល់លោកវ៉ាងខ្ញុំមានរឿងត្រូវចាត់ការផ្ទាល់ខ្លួនបន្តិចមិនអាចទៅជាមួយលោកបានទេបញ្ញាទៅចាត់ការរឿងផ្ទាល់ខ្លួនឲ្យលឿនកុំឲ្យធ្វើការធំបាទលោកវ៉ាងធ្វើដំណើរមានសុវត្ថិភាពបងមកដល់សន្តាគារហើយអ្នកណាធ្វើបាបប្អូនថ្ងៃនេះប្រកាសជាងាប់មិនខាននោះទេទៅចាប់បងថ្លៃបងប្អូនជាដូនមួយរបស់យើងមកដល់សន្តាគារហើយសេវជាងអញហ៊ានធ្វើរឿងលើសលួចដាក់តកូលជោថ្ងៃនេះគឺថ្ងៃស្រាប់អញហើយមិននឹកស្មានថាតកូលជោនៅមានអ្នកនៅក្រៅក្នុងមានអំណាចថ្នាក់នេះទេសិនជួនម្នាក់នេះដល់ទៅគណៈកម្មការគ្រប់គ្រងឡុងជើងមើលទៅមនុស្សទូទាំងក្រុងគឺមិនអាចមានអ្នកណាហ៊ានប្រៀបធៀបជាមួយគេបានទេហើយមើលទៅតកូលជោមានសាច់ញាតិជាគណៈកម្មការទៀតមើលទៅបាយជេម្នាក់នេះមិនអាចធ្វើឲ្យគេរង្គើបាននោះទេមែនហើយបាយជេម្នាក់នេះគ្រាន់តែជាអ្នកគ្រប់គ្រងនៅចំពោះសមាគមលងថើងដូចជាជួយកាត់ថ្មីមកតាមអញ្ចឹងតាកញ្ចាស់ម្នាក់នេះជាប់ត្រូវដៃគូឡើយស្មានតែជួយអ្នកមានអំណាចមកពីណាគ្រាន់តែជាគណៈកម្មការសមាគមលងថើងកំពេចកំពុកតែប៉ុណ្្នឹងទេតាកញ្ចាស់កំពុងថាឲ្យអ្នកណាបងថ្លៃបងគឺវានេះហើយជាឯងនេះមែនទេដែលធ្វើបាបប្អូនស្រីរបស់យើងបងថ្លៃតាកញ្ចាស់ម្នាក់នេះវាអាចយកចិត្តប្រធានបាយបានដល់ថ្នាក់បោះប្រធានបាយឲ្យផ្ដាច់ការសហការរបស់លោកជាងគ្រប់ជាមួយគ្រួសារចូលយើងថែមទាំងលួចទឹកឈប់ការតែងតាំងគ្រប់គ្រងទូទៅរបស់លោកជាងដែលប្រកួតកូនភាសាជាងទៀតផងវាមិនឃើញក្បាលពួកយើងឬកូនចូលនៅក្នុងស្មារតីមនុស្សនៅក្រុងនេះមានអ្នកឯកអាងដល់ថ្នាក់នេះការដែលធ្វើលើហួរមកលើត្រកូលចូលអញ្ចឹងតែមាត់វាឲ្យបាន50ដងដើម្បីកុំឲ្យអ្នកណាធ្វើដំរាប់តាមយើងចាំមើលថាអ្នកណាវាហ៊ានបាយយេម្នាក់នេះគឺជាប្រធានគ្រប់គ្រងឡុងឈើណានាងហ៊ានមកស្រែកតវ៉ានៅទីនេះទៀតឯងបាទឈួតម្នាក់នេះលីលើទៅហើយនោះនាងបាច់ជាលីលើម្នាក់ទៀតឯងខ្ញុំគិតថានេះគួរតែប្រាក់ចំណេះតំណជាមួយគេទៅកុំឲ្យមានពេលក្តៅក្រហាយដាក់ខ្លួនហើយលោកជង្គង់សុំវល់គេនោះឯងជាបាយជេមែនទេគណៈកម្មការគ្រប់គ្រងឡុងជាងក្រុមឯងអាស្រ័យលើតំណែងខ្លួនឯងជាអ្នកគ្រប់គ្រងឡុងជាងក្រុមហ៊ានក៏ហត់ថ្នាក់លើជាមនុស្សជាន់ក្រោមឯងធន់នឹងជីវិតហើយមែនទេគណៈកម្មការជើងបាយជេនឹងតាកញ្ចាស់ម្នាក់នេះឃើញច្បាស់ថាមិនមើលលោកនៅក្នុងខ្សែភ្នែកហើយក៏កំពុងតែយកសមាគមធុរកិច្ចឡុងធីងយកមកជន់ឈ្លីច្បាស់ណាស់លោកកំលឹកលេខពួកវាអសោះសេចក្ដីស៊ូនអញតែកាន់ដល់ថ្នាក់នេះពួកអញកាន់តែអួតខ្លាំងកម្រិតណាឥឡូវនេះកាន់តែស្រាប់ពួកអសវិខ្លាំងអត់នឹងពួកអញមិនដឹងសូវវិកាបន្តិចថាតាណាអ៊ំសៀខ្ពស់កម្រិតណាទេគិតថាខ្លួនឯងខ្ពស់ពោះស្អីទៅគ្រាន់តែតាកញ្ចាស់ធំក្លិនស្អុយគិតខ្លួនឯងថាតោងខ្លួនឯងបានគិតចង់មកចង់ក្បាលត្រកូលចូលជើងមែនទេដេកទៅសពទៅថ្ងៃនេះគណៈកម្មការជើងក៏នៅទីនេះចាំមើលអ្នកណាជួយឯង
និយាយជាមួយនឹងពួកនេះមួយពាក្យស្មើនឹងទម្លាក់ខ្លួនឯងហើយ នេះតាមពីពេលណាមនុស្សយាមទ្វាររបស់ក្រុមហ៊ុនវិនិយោគអាស្រ័យដុល្លារនៅចំពោះមុខយើងបាន ថាឯងចិត្តងាប់ទៅហើយនៅសម្ដីលយទៀត ចុងជួនអញសាក់បាក់ភ្លេចមើលច្បាស់ទៅថាអ្នកដែលឈរខាងក្នុងយើងគឺជាអ្នកណាអញគ្មានសមត្ថភាពមកធ្វើរឿងលឺលួចអាគាត់ទេ យើងគ្មានសិទ្ធិលឺលួចមែនទេយើងគឺជាគណៈកម្មការសមាគមធុរកិច្ចលងជើងចំណែកឯងត្រឹមតែជាគណៈកម្មការលងជាងក្រុមមានសិទ្ធិអីមកការពារសម្រាប់នេះយើងឲ្យគេងាប់ម៉ោង3គឺមិនអាចដល់ម៉ោង4នោះទេ អញ្ចឹងអញក៏សាក់មើលទៅអញ្ចឹងអញក៏សាក់មើលទៅ គណៈកម្មការជើងលោកមកខាពេលជាមួយស្រីម្នាក់នេះធ្វើស្អីយើងបានលើមកថាគេជាពុកចិញ្ចឹមរបស់ឯងមែននិយាយលេងសើចហើយមនុស្សស្រីមកពីជនបទបាននេះមកប្រៀបធៀបជាមួយខ្ញុំបានចាំមិនឥឡូវខ្ញុំបានរៀបការជាមួយវិនដូច្នេះខ្ញុំត្រូវកូនជួហើយល្អធ្វើជាមនុស្សចេះផ្លាស់ប្ដូរតាមកលៈទេសៈបើមិនអញ្ចឹងទេនឹងជួបចុងបញ្ចប់ដែលត្រូវគ្រប់គ្នាបោះបង់ហើយម្នាក់បានតាកញ្ចឹងម្នាក់នេះហ៊ានតម្លើងកំពុងកដាក់ជើងនៅថ្ងៃនេះយើងផ្ដោតឱកាសឯងធ្វើឲ្យគេលុតជង្គង់នៅមុខយើងពីអាកញ្ចឹងមិនលឺអ្វីដែលគាត់និយាយទេចាប់លុតជង្គង់ភ្លាម អញមើលងាយល្អស៊ីមែនទេ នេះគេតម្លើងសម្លេងដាក់នៅគ្រប់គ្រងជើងមែនទេបាយយេដំបងយើងគិតថាទុកមុខឲ្យឯងខ្លាំងតែស្មានថាឯងចានខ្លួនឯងធ្លាក់ដល់ផ្លូវតឡយើងនឹងធ្វើតាមបំណងឯងចុះចាំនេះឯងចង់ធ្វើស្អី លោកអំសៀវអ្នកឈប់ធ្វើអីទៀតបញ្ញាប់ចាស់ការវិទៅ ណែយើងដាស់តឿនពួកឯងបានល្អគ្រប់គ្នាសុទ្ធតែរស់ស៊ីចិញ្ចឹមជីវិតមិនបាច់មកលះបង់ជីវិតដើម្បីអាមនុស្សគ្មានគុណពីអ្នកនេះទេចាំពួកវាទៅហឺ ចង្ជួនថ្ងៃនេះអញហ៊ានប្រមាថមើលលោកអំសៀវថ្ងៃស្អែកអញនឹងខ្លាចជាសត្រូវរបស់លោកជាង យើងពិតជាខ្លាចខ្លាំងណាស់ពួកឯងតែពីរនាក់ម្នាក់អាស្រ័យទៅលើដំណើរជាអ្នកគ្រប់គ្រងរបស់លោកជាងក្រុមធ្វើតាមអំពើចិត្តនៅទីនេះម្នាក់ទៀតប្រើពាក្យសម្ដីព្រាបប្រានៅមុខអ្នកគ្រប់គ្នាថ្ងៃនេះជួយធ្វើជាតំណាងសមាជិកធុរកិច្ចលងឈឹងដើម្បីចាត់ការពួកឯងពីរនាក់ចាប់វាអាកញ្ចាស់ឆាប់លុតជង្គង់នៅមុខជាឥឡូវនេះហើយក៏វាក្រោមជើងយើងបើវាឲ្យគណៈកម្មការជើងពេញចិត្តអាចនឹងទុកជីវិតឯងបានហៅវិញឡងប្រមូលអ្នកវិនិយោគទាំងអស់នៅក្រុងជៀនឈឹងមកសន្តាគារជិះឈិនឥឡូវនេះទៀមឲ្យលឿនហៅវិញឡងឡំសៀវប្រមូលអ្នកវិនិយោគទាំងអស់នៅក្រុងជៀនឈឹងមកសន្តាគារជិះឈិនឥឡូវនេះទៀមបាទខ្ញុំនឹងទៅរៀបចំមនុស្សចេញទៅឥឡូវនេះទីបានអញទៅណាហើយ លោកប្រធានគូស្មាប់ចិត្តទៅ3នាទីខ្ញុំទៅដល់កន្លែងកាត់ហេតុប្រហែលនេះជាកម្មវិធីរបស់ត្រកូលជោអ្នកណាដែលហ៊ានមករករឿងទីនេះសមាគមធុរកិច្ចលងជើងមកប្រតិបត្តិការអ្នកមិនពាក់ព័ន្ធខុសចេញឯងហ៊ានវាយជើងផងថ្ងៃនេះយើងនឹងឲ្យឯងដឹងពាក្យខុសសរសេរយ៉ាងម៉េចហើយឈប់ធ្វើស្អីមិនក៏មិនលុតជង្គង់លើយូសៀវវិញមិននេះឯងសម្ដីលុយណាស់មិនអញ្ចឹងឥឡូវហេតុអីក៏មិននិយាយទៀតកុំគិតថាធ្លាប់តែចាំជឿប្រហែលឆ្នាំអាចជន់ក្បាលយើងបានដល់សោះនោះធ្វើខ្លួននៅកណ្ដាលថ្ងៃនេះយើងនឹងឲ្យឯងដឹងថាឯងគ្មានសិទ្ធិវាយយើងទេអាប់លែងដៃភ្លាមឯងជាណាឆាប់បិទមាត់ទៅលោកបានលោកចឹងខ្ញុំជួយចេញមុខហើយហេតុអីក៏វាយខ្ញុំទៀតគេម្នាក់នេះជាណាហើយបើមកគាត់គឺជាមនុស្សម្នាក់ដែលនៅជិតខ្លួនគូវយលោកប្រធានសមាគមធុរកិច្ចលោកបាននៅក្នុងក្រុងឈឹងឯណោះឯងមានជីវិតប្រមាណមកស្រេចលោកបានសូមអធិស្ឋានផងខ្ញុំមិនបានតាំងចិត្តទេមិនបានតាំងចិត្តឯងនឹងជួយទទួលបញ្ជាមកក្រុងលងឈឹងដើម្បីទទួលលោកម្ចាស់តែឯងមកបករឿងទីនេះវាល្អហើយមែនទេលោកបានសូមអភ័យទោសផងដោយសារតែតាំងកិច្ចម្នាក់នេះឯងខាងទើបបានជាខ្ញុំបដៅប៉ុណ្ណឹងបានហើយសំណាងល្អតែមិនបាក់ពាល់ការងារធំបើមិនចឹងទេយើងនឹងជោគជីវិតឯងមិនខានទេបាយយេនៅណាលោកបានខ្ញុំគឺបាយយេនាងមែនទេដែលទូរស័ព្ទទៅប្រធានធំថាលោកម្ចាស់បង្ហាញខ្លួននៅក្នុងជើងឈឹងចាមែនហើយហើយលោកម្ចាស់ធំដែលនាងនិយាយនោះគេបង្ហាញខ្លួនដែរណាគឺលោកម្នាក់នេះមិនឲ្យទីបាយយេកុំនិយាយព្រាបប្រាស់នៅទីនេះខ្ញុំនឹងលោកបានទទួលបញ្ជាពីប្រធានគូមកក្រុងជាងឈឹងដើម្បីទទួលលោកម្ចាស់ហើយជាគេបានតែមិនទៅយើងប្រាប់ហើយថាមាននរណាម្នាក់មានសិទ្ធិអាស្រ័យលោឡាអាចជាងទេតែថ្ងៃនេះអាចជាធ្វើបាបយើងស្លាប់វាចោលទៅតាកញ្ចាស់ឯនេះពិតជាមិនស្គាល់មេខ្ពស់ដីទីពិតមែននៅហ៊ាននិយាយអូននៅមុខលោកបានទៀតមែនហើយមុនពេលដែលលោកមកដល់តាកញ្ចាស់ម្នាក់នេះអាស្រ័យដល់ស្គាល់បាយយេធ្វើបាបត្រកូលជោលោកកំលឹកណែឲ្យពួកគេអសោះសៀវជាងតើឯងមានក្បាលប្រមាណទៅតែមកអួតថាខ្លួនឯងជាអ្នកធំនៅមុខលោកបានបាយយេនាងបានទេទៅប្រាប់លោកប្រធានធំប្រាប់ថាលោកម្ចាស់បានបង្ហាញខ្លួនហើយនេះគឺជាលោកម្ចាស់ធំដែលនាងប្រាប់នោះមិនហើយលោកអំសៀវលាក់បាំងពងត្រកូលមកច្រើនឆ្នាំពួកយើងអ្នកចាក់ដាក់តាមលោកអំសៀវស្វែងរកទូទាំងក្រុងលងឈើងទើបរកឃើញដំណើររបស់លោកអំសៀវថ្ងៃនេះខ្ញុំយល់ដល់ហូវៃលូដែលឧស្សាហ៍ដាក់តាមលោកអំសៀវមកជាច្រើនឆ្នាំទើបដល់ដំណើរការត្រឡប់មកវិញរបស់គាត់ប៉ណ្ណឹងបានហើយបាយយេនាងចង់ការពារសៀវជាងគួរតែប្រើគូក្បាលបន្តិចទៅវាគ្រាន់តែជាអ្នកស្រីម្នាក់អាចខ្លាចជាអ្នកធំតែលោកប្រធានគូនឹងបានទៅអាកំតិចសម្រាប់ឯងគិតអាស្រ័យទៅលើការបោកប្រាស់អាចប្រោឯងទៅជាអ្នកធំបានថ្ងៃនេះលោកវិញគណិតទីនេះឯងហ៊ានគ្រាខាងមកក៏គឺនៅមុខលោកម្ចាស់ធំទៀតទៅទៅមកលោកបានគេគ្រាន់តែជាជនថោកទាបកុំឲ្យគេបោកប្រាស់លោកអសោះមែនហើយលោកបានមនុស្សម្នាក់នេះប្រហែលខ្លាំងណាស់វាអាស្រ័យលើការស្គាល់បាយយេទើបបានជាមើលអ្នកមានអំណាចនៅក្នុងផ្នែកមិនឃើញហើយខ្លាចជាអ្នកធំបានចំណេញលោកបានខ្ញុំនឹងលោកមកក្រុងជើងដើម្បីមកទទួលលោកម្ចាស់ធំតែបើយើងចាំមនុស្សច្រឡំលោកប្រធានធំស្ដីបន្ទោសមកព្រោះជឿមិនអាចទទួលយកបានទេលោកប្រធានគូកំពុងតែធ្វើដំណើរមកទីនេះមិនយូរទេអាណាម្នាក់នេះពិតឬក៏ខ្លាំងលោកប្រធានធំអាចចាត់ចែងខ្លួនឯងបានលើពីនេះហាមអ្នកណាបាក់គេលោកបានចង់ការពីម្នាក់នេះមែនទេចង់ធ្វើឲ្យសមាគមធុរកិច្ចរបស់យើងបាក់មុខតែមែនដែរទេបាត់មកទៅលោកបានយើងមកក្រុងជើងដើម្បីស្វែងរកលោកម្ចាស់ម្នាក់នោះបើលោករួមដៃជាមួយបាយយេធ្វើរឿងអាក្រក់បញ្ជាក់ថាលោកកំពុងតែការពារម្នាក់នេះពិតមែនលោកកំពុងតែប្រឆាំងជាមួយអ្នកធំនៅពេលនេះមិនទាន់ដល់ពេលឯងនិយាយលោកបានយល់ដល់លោកធ្វើការជាមួយនឹងលោកប្រធានធំទើបបានជាយើងហៅឯងលោកបានឯងគិតថាខ្លួនឯងជាលោកបានពិតមែនទេយើងប្រាប់ឯងទៅចោះយើងមិនមែនជួបក្នុងក្រុងទេដែលឯងមកគម្រាមយើងញីឯងចង់ធ្វើស្អីមែនទេឯងនេះបានមិនទាន់ដល់ថ្នាក់អាចប្រាស្រ័យមិនហាងបិទរឿងដល់សមាគមធុរកិច្ចលងជើងបានទេតាមដែលយើងដឹងអនុប្រធានសមាគមលងជើងក៏នៅទីនេះដែរឯងជឿថាយើងអាចជើងគេចេញមកបានទេយើងនឹងចាំមើលថា
ai hiên cà phê à mặt nè ní ai thua tam bùi chặt tiệt đại tí ai nhà na các bạn tới chơi lo nó bật thiên mạo chứ chung quanh ai hiên chốt lúc anh lúc bật thiên mạo bật thiên chơi mệt tí lục ban lúc chân con ta bảo bị lúng còn mình chẳng ai mà lúc mà nè ní bảo rằng lục anh bà chơi tới rồi kho sọ cái không chết trước đây các bạn trận này cô ai muốn chơi mà vừa lúc anh ăn còn nặng ní anh bắt chơi cái mà tôi biết anh cần chặt anh cũng cầnทำดีวันนั้นปีเก้าaiยังไปเย่cũng cầnตัดรูปล้วนสองaiจริงเนี่ยที่ก่อนเพิ่งไปนะหรือแต่ai ăn thằng ai chỉ là thằng níนี่แต่เรื่องงอกมันเยอะจนเยอะตัดเตือนให้บ้านนี้ได้บ้านที่เราเทียบกับai chơiตัวพวกมันอย่างสักกี่บ้านaiก็ชิดเด็กเหมือนเดิมให้แต่หินรวมกับนักจิ๋มมันไปเย่กับพี่อามันเนี่ยนี่บ้านจากมันaiเลยพวกไอ้สมาคมธุรกิจเยอะปากมุกแล้วมันจะทบในกรงลงชึงยืนในไฟรอบไอ้ชิกี้บ้านจากมันยังชวนไอ้เนี่ยเรื่องลูกชายต่อให้มันสควอชปั๊บตุ่มล้อมเนี่ยนะกับบ้านไว้เก็บบ่มาชึงไอ้โอเคใจเด้อเนี่ยนะเฮือนงอเต้เนี่ยเราเชื่อมันพร้อมเต้มันพร้อมยืมมันพร้อมเต้ยืนในตามมือตีนี่เนี่ยนะเห็นเฟื่องมันก็ไปจากมวยในประเทศนั่งลูกซิวเตี้ยลงอนุประเทศช่วยเราช่วยถอดชมพอง แต่ไม่รู้ไปกันแล้ว ลีบานเติมยังไปจีจะนักกรุบกรองลงเชียงกรุบบานปอกปรากหายร่วมกับนักจมวยในตาจากสกสายมันเนี่ยชมดักเตือนเก็บมาเต็มตัวเก็บมาชี้เอามาดูไว้เชือกชมปะให้ก็มาได้จัง bất chợt lấy bạc bị hao tôi cho nàngก็จะมนุษย์สร้างจะมือเป็นทอมได้ถือไปมีมันตัวโคตรยังไง เหมือนหายร่วมอนุประเทศลีบานทั่วบ้านมีทั่วไอสมาคมระบายเชือกปะมกคลังนะลูกแต่จริงกับพี่วิอาบานชับ ล้อคลั่งนะแล้วประเทศเขามันเลยหมายถึงลูกบัตติกรายน้องป่านมีท้องไงมันจุนที่ตลอดแต่เป็นสันเถอะ ลูกอนุประเทศลูกแต่จะช่วยเราช่วยถอดชมระวังคณะกรรมการเชื่อผู้ชนะกรุบกรองตับปูลูกมันเป็นกี่จังมันคล้ายจะทอมตั้งเรื่องที่หายประตูลูกเตี้ยจีเรื่องก่อนชิงไอ้มิสเตอร์บอกไปก่อนที่ แต่โกโจคือมีสเปียปอนหายจอเจลุกลีวานไอ้จำตัวนึกมันเจอบอกลูกประเทศทอมจังไงไอ้ก็จะเอาป้าจำพวกมนุษย์ไปมันดิปัจจุบันลูกมนุษย์สมัครกุ้มปดแมน ลูกอนุประเทศฉันฟื้นตามไปเจอบอกลูกประเทศทอมมกครองชิงเชิงในใบตัวลงมาจากทอมหายไม่ยังเตี้ยไปเจ๊ปานปีศาจรวยหายหาลูกซิมันนี่คือเจ้ามนุษย์ได้ลูกประเทศทอมตามมาลงโดยชนะหายสมลูกกลมเฉลี่ยได้ จำได้รับไปเย่เปิดอะไรก็คลายคล้ายมีนานาแต่ดังทึก บดมดท่านน่าบอกหลงซิวเหมือนแม่เราไปได้อาจจะมากันสมากันตี ปัจจุบันเอาไปยาวคลั่งนะก็ฮอกบอกกับผู้อ่อนเนี่ยเราไปจะบอกจะมาเนี่ยน่าจองจับผู้หญิงจากเกจิจำนั้นจะมัดจะเอากายสิเถอะดาวนานาหินปะบัวยืงชึงลิสมากุมลงทึงต่อปีนี้ไอ้เจงบอลยี่ต่อปีนาสิเถอะยังจะอนุประเทศสมากุมธุรกิจลงทึงในกระมนุษย์เนี่ยคนตายยืงในเรื่องมนุษย์รอบเบิดเนี่ยลูกประเทศมันเลยยังคือจะไอ้จำนวนต่อทอมในตู้เตียงกล่องลงกรอนตายจำนวนธรรมดาเนี่ยไม่จำพวงมกย่อมเรื่องไอ้แต่เชื่อมันเย็นลูกชึงนี่ยังกระถายรถเพลงวัดบ้านนะยังถ่ายจะเป็นเด็ดรถเพลงงอบนุ่มอาตาจะเฮ้ยมาเห็นพวกไอ้กลางในจำพวงมกยังเท่าน่ะยังกระถายไอ้คนยังจะมาดูหายเหมือนกันยังนั่งรถดีจะทำไอ้เอาหายเจี๊ยบแพ้เชียร์ตายไอ้นี่จะมาถึงนักร้อยไก่ที่จับเยอะยังอ๋อมีแต่งอมเขียบดังหาย ฉันรีบฉันมาตามไปเจอบอกลูกประเทศทอมมากรองชิงเชิงในใบตัวลงมาจากทอมมองเป็นลูกประเทศทอมมาไอ้มิสเตอร์เฟอร์ไซด์ ร้อนแต่จะโกนสกายแบบบาดตาเชื่องลูกเทียนทอมแต่มันหนอกไอ้มิสเตอร์ไอ้มันยังจะมายังเต้เนาะจริงเด้อแน่โอ้กบ้าไปจริงเด้อไอ้กรอนไตจีจุนอันตะพิลตามจิตจามพลื้กินมาเฟื่อรึงจรวดมาเลือสมาคมทัวร์ไปลงเธอระบาดเฮืองลูกระบาดเนี่ยกูได้ประหารจิตมันไอ้อันติจับจิตตาจิตไม่ต้องอ้อยประเกินจิตไอ้จำจิตกลายกับเฟื่อไปเลือกรู้ปานิเทีย ฉันลิงไอ้เห็นมันเต้ อีกรอนไตจิตสมานมาเรื่องไอ้ใดที่มันเทียนลูกฮะกระนี้ชมเทียมโอ้ลูกประเทศช่วยมาบ้านเดี๋ยวไหมลูกเทียนสับชมตะตัวมันเชี่ยปีลูกประเทศทอมมาที่แต่ยังก็ตะตัวมันเชี่ยปีลูกประเทศมาที่นี่ได้ไอ้กายมาที่นี่ลูกประเทศจอมมาเลยค่ะลูกประเทศบ้านจุบลูกประเทศทอมหายเหมือนเดิม ลูกมาจากทอมได้ลูกชิ้นในใจเอาชิ้นในนาประกาศทั้งบอลมีลำพัดปลาก็มาดูที่นี่ป้าดังตำมันนุ่นน้องสมาคมลงเชิญชี้ชิบใบรบอากับบ้านมาเนี่ยนี่จำได้แบบนี้หนึ่งชั่วโมงให้ลูกทานี่นาดังตีบ้านจังเสียไว้เชียงประหารชิมันแมนที่ที่มันอาทีบ้านลูกทามันนุ่นน้องสมาคมลงเชิงประเทศแบบนี้นุ่มมีอำนาจคลังนะหายไปชิ้นในหายไว้ได้ออกจากคลังนะลูกกินในใจทาบ้านการนายน้องที่ลงมาจากทอมมาเนี่ยหนึ่งตระโกนมวยนุ่มมีการที่จะมาร้านมวยกับประเทศให้ในใจทาจะจำให้มันอายใจมีภูมิต่อแต่สอบไม่ได้อายพี่ตัวรู้อาได้จังเฮ้ยลูกประเทศหายมันลดจากกรุงที่ไหนไอ้อ๋อยังลดจากกรุงที่กรุงโอเคอาได้เป็นจังไอ้มันกรุ๊ปยังก็ให้ติดจ่อไอ้ตั้งใจขาดและโทษในจากกรุงมุกไอ้ชนะยังกระถายรถเลยงอเขายังจากกรุงไวลงมันจังไงไอ้ยังให้ชั่วโมงลูกประเทศต้องรับมันก่อนนั่นหนึ่งบอกเราประเทศเทียนกันอยู่ถึงอ๋อผูกไอ้ในขณะตัวเทียนรุ่นไอ้กันจริงนี่ เดี๋ยวกันอยู่แม่เถอะ เกี่ยวดอกเบี้ยก็ดีรู้ นี่วิมานไอ้จูเจ้ไอ้เทียนประมาณเมื่อไงหลงซิวมาดองให้มาดองตีดองบงยังเจอดองบงสมัครกลุ่มธุรกิจลงทั้งตัดบันตกหมกไอ้ตั้งหนูเป็นไอ้เนี่ยปลาตัวนั้นก็มาจังแค่นี้เราประเทศกูมาแต่คุณไอ้ยังจะขายเหมือนสัตว์ซ้ำในตัวสมัครกลุ่มมาต่อติดเต้ยิ่งตอนตายจิกนักกรรมการระบาดลุงกรุ๊ปยิ่งสุดไอ้หากใจได้ไปเจอจี้จะไม่ระบาดยิ่งจวนที่ยิ่งโดยจะจวนที่ยังได้ลูกประเทศอนุประเทศฉันปั่นเพื่อเรื่องเลือกลูกเลือกประเทศไปนั่งลูกซิวมาดองให้มาดองเทียนก้นใจมือไทยมันบานอสมัครเลยตัวลูกซิวผู้ยิงมันตามจัดทีทั่วไอ้ลูกลำบากหายแน่นอนที่นี่ทั่วเอาลูกปีมาลูกรามเอาผู้ขึ้นจัดการจะมา ลูกประเทศมีเล่นมีแต่จี้ก่อมออยไปจี้เป่าปราบบ้านเลยซ้อไปจี้กรอนตายจีประเทศกรมพลลงรุ่งกับนักจุ่มซิวไว้ชิงเอาลูกประเทศมังกรกาโกงเสกชมหายอุทาครุนไอจะพิ้วขึ้นกูเทียหมดเลยลูกประเทศกระปงตายเนี่ยไอ้เห็นมาจี้เทียลีวานไอ้เนี่ยไปจี้ชิมลูกกรมแต่มวยลูกประเทศเจิงไอ้บ้านมันได้เจงเนี่ยมีเรื่องไอ้แต่ไอ้มันเห็นเฟื่องลูกประเทศมาหายไอ้เนี่ยก็เรื่องขอเทียจับปราบปราบลูกประเทศตามมาได้ดิมันแบบที่ลูกประเทศก้นใจระบาดลูกประเทศมันเนี่ยนี่ตึกไปจี้เป็นปลาหายไปจี้จะมุนซิวไว้ชิงพวกที่บังการเรื่องปราบปราบเนี่ยเราตีลีบางคนช่วยพวกเกย์ช่วยร่างเราได้พวกเกย์นี่กรอนตายจะจนปราบปราบแต่ปนโอเทบัดมาเถอะกรุ๊ปนี้ปฏิบัติเดินทางนะสตาร์ทสมัยเจิงจะมาหา
ចឹងទីប្រមាថមើលនេះជាកិត្តិយសរបស់ជាងពីក្រោយខ្នងចាប់ពីថ្ងៃតទៅមិនឈប់ដំណែងគេអានយកក្រុមអស់មួយជីវិតចំណែកត្រកូលជោឲ្យផ្ដាច់ជំនួយវិនិយោគទាំងអស់សមាជិកសមាគមហាមវិនិយោគជាមួយនឹងគេទៀតបាទ លោកប្រធានបងសម្លាញ់ លោកធានតើគ្រួសារចូលយើងបានធ្វើអ្វីលើលោកទៅសូមលោកជួយមេត្តាអភ័យទោសឲ្យផង មេត្តាអភ័យទោសហ៎អញជាមនុស្សរមើលគុណស្ដាយកម្លាំងដៃល្អសៀវឬគម្រោងអញជាច្រើន ឯងជាអ្នកណាឲ្យប្រកាសទៅហេតុអីពីមុនជាមិនដែលដឹងសោះអញ្ចឹង ប្រហែលឡំទៀតយើងជានរណាមែនទេស៊ីវចៅសួនចាប់ពីពីតទៅឯងនឹងយើងគ្មានអ្វីពាក់ព័ន្ធមួយពីតទៅទៀតទេឯងជាប្រភេទមនុស្សតោកដែលអ្នកមានអំណាចរឿងកើតឡើងថ្ងៃនេះក៏ព្រោះតែឯងម្នាក់នឹង มันអាចទៅរួចគេមិនអាចទៅរួចទេអូពួកគេប្រហែលជាត្រូវឯងព្រមតិចនិងបាយជេព្រមតិចជាមិនខាននោះទេពួកឯងទាំងពីរហ៊ានប្រហោះដល់សមាគមថ្ងៃនេះពួកឯងនឹងងាប់ជាមិនខានទេ អាគ្មានមិនទាន់ជួបលេខបាននិយាយប្រាប់ឡំតខ្ញុំចាត់ការខ្លួនឯងចុះពួកឯងមានអំណាចក្នុងដៃហើយធ្វើបាំរួចតាមចិត្តយើងទៅពីវេលាឯងមួយថ្ងៃរៀបចំទ្រព្យសម្បត្តិឲ្យហើយក៏មកសុំទូលអមជាបោកពីថ្ងៃនេះហ៎ឯងត្រៀមខ្លួនឲ្យទៅ ចា សៀវចាសួនឯងជាមនុស្សល្មោកបំសាក់មិនគ្រប់ឪពុកយើងឲ្យឯងបាយមកគុំគាត់100ដងទុកធ្វើជាមេរៀន100ដងនេះគិតថាតែពេលមែនទេតែពេលមែនទេ ពួកយើងលើសលោកជាមួយប្រធានគូត្រកូលជោរបស់ពួកយើងរលាយហើយចប់ហើយតាកិច្ចចាស់រឿងនេះមិនចប់ងាយទេ ឡំសៀវបាទលោកត្រឡប់មកវិញហើយខ្ញុំរៀបចំកម្មវិធីធំដុំនៅថ្ងៃស្អែកនេះដើម្បីឲ្យឈ្មោះធំទាំងអស់ត្រឡប់មករកលោកវិញយប់នេះឯងទៅចាត់ការទៅចំណែកត្រកូលជោលោកទុកចិត្តចុះត្រកូលជោដែលលើសលោកមកលើលោកនេះខ្ញុំប្រកាសចាត់ការគេឲ្យដឹងដែរ អាឡូអើអើ មានរឿងអី លោកប៉ាតាមមានរឿងស្អីទៅ លោកប៉ា ឯងមើលទៅឯងកំពុងតែរៀបការជាមួយមនុស្សបែបម៉េចរត់តែគេម្នាក់ធ្វើឲ្យត្រកូលជោយើងមានរឿងជ្រុលជាមួយនឹងប្រធានបាយកាន់តែលឿននឹងទៅទៀតជ្រុលជាមួយនឹងសមាគមលងជើងសំណាងល្អឲ្យពួកឯងទៅមកប្រាប់ប៉ាអ្នកបង្កើតសមាគមលងជើងគឺជាមនុស្សអកបាម្នាក់នឹងគឺជាម្ចាស់ពិតប្រាកដរបស់សមាគមម្នាក់នឹងបង្ហាញខ្លួននៅក្នុងជាងជើង ប៉ាពួកយើងត្រូវតែជួបអ្នកមានអំណាចនឹងឲ្យគាត់តែបានណានិយាយតាមត្រង់ទៅគូវៃឡុងគ្រាន់តែជាប្រធានសមាគមរក្សាសុវត្ថិភាពប៉ុណ្ណោះតែបើពួកយើងអាចយកចិត្តអ្នកបង្កើតសមាគមអាចក៏បានម្នាក់នឹងបាននោះគូវៃឡុងក៏មិនអាចធ្វើឲ្យតែគាត់ចូលជើងបានដែរមិនអញ្ចឹងប៉ា សមាគមប្រកាសរួចហើយគ្រួសាររបស់យើងគ្មានសិទ្ធិចូលកម្មវិធីនេះយប់ស្អែកទេលោកប៉ាកុំតន់ចិត្តក្តៅអីពួកយើងរកវិធីសិនទៅមានវិធីស្អីទៅសៀវចៅសួនត្រកូលយើងទៅពាក់ព័ន្ធជាមួយឯងពិតជាសុយ10ជាតិពិតមែនលោកប៉ាទុកចិត្តចុះស្អែកនេះខ្ញុំនៅទៅសមាគមដល់ខ្លួនឯងស្អែកខ្ញុំទៅសុំទោសលោកប្រធានគូហើយយកលិខិតចេញមកឲ្យបានយើងជួយអាចជាលើកចុងក្រោយបើរឿងនេះធ្វើមិនបានសម្រេចឆាប់វិតកវិតចេញពីគ្រួសារយើងទៅបានអែណែលោកតើលោកចង់ទៅណាដែរនឹងខ្ញុំរកលោកប្រធានគូហើយលោកបានណាត់ជាមួយនឹងលោកប្រធានយើងដែរទេខ្ញុំអាចទៅរកលោកប្រធានដល់ខ្លួនឯងបានព្រោះលោកធ្វើការទៅណែមនុស្សសម្ដែងអាក្រក់ម្នាក់នេះមកពីណាថាអូវិច័យទៅចេះស្អីនឹងយើងទៅជួបលោកប្រធានបានធ្វើការងារលោកប្រធានជាយ៉ាងឯងសួយហើយណែបងចាំខ្ញុំប្រាប់តែចុះណាមួយថ្ងៃមានមនុស្សមកសំអាងថាស្គាល់លោកប្រធានយើងចង់ជួបលោកប្រធានយើងច្រើនណាស់តែមនុស្សដូចឯងនេះយើងឃើញច្រើនណាស់ទៅហើយចុះយើងជាភ្ញៀវសំខាន់របស់លោកប្រធានពួកឯងចូលចិត្តមើលងាយណាស់មែនទេចាំទៅមើលទៅអើចៅសួនលោកក៏មកកម្មវិធីនេះដែរសួស្ដីលោកប្រសិនយើងថាឯងទៅធ្វើយ៉ាងម៉េចបានជាទៅលើសលុះជាមួយនឹងគេបាននេះលោកប្រសិនរឿងនេះគឺវែងឆ្ងាយណាស់ដូចគេថារឿងក្រៅកុំយកចូលក្នុងរឿងក្នុងកុំយកចេញក្រៅជ្រុលពេកហើយចៅសួនយើងថាពុកបាយធ្វើដូចជ្រុលពេកហើយណាអ្នកស្រីគ្មានសិលធម៌គ្មាននិយាយបែបនេះយកចិត្តយកថែមលងជើងគាត់បានហើយគិតថាគ្មានស្ត្រីជាមួយនរណាទៀតទេយើងប្រាប់ទៅចុះណាយើងស្អប់បំផុតអ្នកណាដែលជន់ឈ្លីកិត្តិយសអ្នកដទៃឯងទុកចិត្តចុះពិធីជប់លៀងនៅស្អែកនេះយើងរំអាចទីមួយអរគុណហើយលោកប្រសិនអរគុណហើយលោកប្រសិនបងសម្លាញ់ខ្ញុំដឹងថាបងសប្បាយចិត្តពិធីជប់លៀងជប់នេះអ្នកបង្កើតសមាគមលងថើក៏មកដែរដល់ពេលនេះតកូលជោពួកយើងនឹងទទួលបានការយកចិត្តទុកដាក់ពីអ្នកបង្កើតសមាគមនេះចាំមើលពុកខ្វះបងនៅឧបការទៀតទេបងសម្លាញ់លោកប៉ាណែមកយើងទៅចាំនៅប្រសិននៅខាងក្នុងសិនទៅខ្ញុំគិតថាអ្នកខ្លះគួរចេះប្រមាណខ្លួនខ្លះទឹកល្អទោះបីធ្វើខ្លួនល្អមួយកម្រិតណាក៏មិនអាចបិទបាំងក្លិនក្រអត់ហាមនេះបានដែរខ្ញុំចាំបានថាពិធីជប់លៀងជប់នេះមិនបានជើញតកូលជោមកទីហេតុអីក៏មុខក្រាក់មកបែបនេះអញនិយាយស្អីឯងបងសម្លាញ់ប៉ាធေါ်បងម្នាក់នេះពូកែអ៊ូទៅខ្លាចជាទម្លាប់ទៅហើយពិធីជប់លៀងជប់នេះចាប់ផ្ដើមដើម្បីទទួលស្វាគមន៍អ្នកបង្កើតសមាគមលងថឹងមិនដឹងថាឯងប្រើវិធីយកចិត្តយកខ្លាំងប៉ាយាយរបៀបណាតែពិធីជប់លៀងជប់នេះអ្នកបង្កើតសមាគមក៏នៅទីនេះដែរប៉ាអញថាអ្នកប្រែយាយនៅអ៊ូថាខ្លួនជាភ្នាក់កិត្តិយសរបស់ប្រធានគូនិងនឹងមុខគ្រប់គ្នាទៀតនោះយើងចាំមើលថាឯងមានតបប្រមាណហ៊ានទៅធ្វើរឿងលើសលប់ដាក់អ្នកបង្កើតសមាគមសៀវជាងយើងដឹងថាឯងមិនពេញចិត្តនឹងឯងកំណត់របស់ខ្លួនឯងកាលឯងមកអុកឡុកនៅក្នុងកម្មវិធីមង្គលការរបស់យើងនឹងវិនយើងមិនយករឿងឯងក៏បានប៉ុន្តែជប់នេះឯងគួរតែបោះក្បាលទៅវិញកុំមកក្អេងក្អាងនៅក្នុងកម្មវិធីអ្នកបង្កើតសមាគមយើងនឹងមកចាក់កម្មវិធីនៅយប់នេះយើងគិតថាឯងគ្មានសិទ្ធិថានេះទេយើងថាឯងនេះឡប់សតិពិតមែនហើយសំណាងល្អណាស់ដែលឯងអាចទំនាក់ទំនងជាមួយវាហើយនឹងពុតអីការដល់ថ្នាក់នេះ
រកផ្លូវមកទៅខ្លួនអញហើយពួកយើងទៅកុំឲ្យពួកអញជឿអញឈួតទៅអញចង់ធ្វើអីអត់ទៅ យើងសូមប្រាប់ឯងពួកឯងគ្មានសិទ្ធិចូលរួមនៅក្នុងកម្មវិធីយប់នេះទេ យើងនឹងឲ្យអញនិយាយស្រុកទៀតនេះអូអញឈួតម្នាក់នេះហ៊ានបាញ់ម៉ាក់ជើងមែនទេ ប៉ុណ្ណឹងសៀវជាងអ្នកចូលរួមពិធីយប់នេះគឺជាអ្នកបង្កើតសមាគមគោលកិច្ចខ្សែធំណាទើបបានជាឯងមកឯងកាំងទីនេះ យើងខ្សែធំមកពីណាពួកឯងមិនចាំបាច់ចង់ដឹងទេដឹងត្រឹមថាយប់នេះឯងគ្មានសង្ឃឹមបានចូលនោះទេ បងសម្លាញ់ អូនសម្លាញ់កុំឆេវឆាវអីសៀវជាងគ្រាន់តែបោកប្រាស់អ្នកដទៃអ្នកចូលរួមពិធីយប់នេះសុទ្ធតែត្រកូលលំដាប់ជួរមុខនៅក្នុងក្រុងនេះប៉ុណ្ណោះក៏តែអ្នកមានឋានៈខ្ពង់ខ្ពស់ប៉ុណ្ណោះទើបមានលិខិតអញ្ជើញសៀវជាងដូចជាឯងយកចិត្តយកតាមបាយទេបានត្រឹមតែឈប់មើលអ្នកមានឋានៈប៉ុណ្ណោះឯងគ្មានការអញ្ជើញទេមែនទេ យើងស្មានមកដល់ទោះសោះថាមានអ្នកយកការអញ្ជើញឲ្យពួកឯង កញ្ចាបើដឹងថាយើងមានការអញ្ជើញនៅមិនបោះបះទៅវិញទៀតឬក៏ឯងចង់ឲ្យអ្នកបង្កើតសមាគមខឹងហើយបោះឯងទៅឲ្យឆ្កែស៊ីមែនទេ អញ្ចឹងមួយនេះមិនមែនអ្នកណាក៏មាននោះទេទោះបីអញយកចិត្តយកខាងបាយបានហើយពីយ៉ាងម៉េចមនុស្សដែលសកលចូលជាងចូលទៅជួបថ្ងៃនេះគឺអ្នកបង្កើតសមាគមធុរកិច្ចលងថឹងមនុស្សម្នាក់នឹងតែដាក់ធុរកិច្ចទាំងអស់របស់សមាជិកទាំងអស់សំខាន់តែពួកយើងទទួលបានការឧបត្ថម្ភពីអ្នកបង្កើតសមាគមបានហើយទោះបីបាយនឹងសកលចូលជាងក៏ធ្វើបានត្រឹមតែអ្នកអង្គអស់ចាញ់ប៉ុណ្ណោះ អូនសម្លាញ់អូនទៅនិយាយជាមួយអាអ្នកស្រែម្នាក់នេះធ្វើស្អីពួកយើងបញ្ញាប់ចូលទៅក្នុងទៅបើយើងចូលទៅយើងមិនបានជួបអ្នកបង្កើតសមាគមប្រកបជាខាង ពួកឯងពិតជាប្រហើនណាស់ធ្វើជាមិនដឹងមិនលឺពីសម្ដីរបស់យើងមានសិទ្ធិអីមនុស្សឲ្យយកការអញ្ជើញឲ្យឯង ថ្ងៃនេះយើងមានលិខិតអញ្ជើញពួកយើងអាចចូលឲ្យបាក់ចំហចំណែកឯងសាកសមឈរនៅមុខសន្តាគារនៅខោជាផ្លូវទៅ អញ្ចឹងមែនទេហ៎ សៀវជាងឯងធ្វើស្អីនឹងឯងធ្វើស្អី អញឈួតអញពិតឈួតខ្លាំងណាស់ហ៊ានកាត់ជើងរបស់សមាគមលងថឹងសេវាជាងយកនេះអញប្រកាសពីវត្តខាងទេ យើងប្រាប់ទៅការអញ្ជើញបែបនេះយើងចង់យកមកប្រមាណក៏បានដែរ ឈួតហើយឯងពិតជាឈួតហើយ មកនេះចាប់វាទៅ ចង់ធ្វើស្អីលេចយើងលេចទៅពួកឯងចង់ធ្វើស្អីលេចយើងលេច ចាប់ទាំងត្រកូលចូលចេញក្រៅឲ្យអស់ទៅបើគ្មានបញ្ជាពីយើងទេហាមគេចុះបន្ទុកកម្មវិធីនេះទុកទៅតែមួយជំហាន បាទសៀវជាងឯងពិតជាក្អេងក្អាងពេកហើយយើងទទួលការអញ្ជើញពីសមាគមធុរកិច្ច យើងមិនដឹងថាឯងបានកាន់ជើងនេះមកពីណាទីកុំមកស្រែកលោឡានៅមុខយើងទៀតអូខេជិះទៅឈប់សិនសៅស៊ុនមិនសាសមហើយចោះយើងនោះ លោកប្រសិនគឺវានេះហើយ ឯងគឺជាអ្នកស្រីម្នាក់ហ្នឹងមែនទេអាចយកចិត្តយកថ្លើមបែកជាបានបែកជាមកធ្វើបាបកូនខរបស់ខ្លួនឯងមែនទេតែឯងជឿណាសុំស្រាប់ឲ្យបានល្អណាយើងជាកូនប្រុសលោកធំត្រកូលស៊ុននៅឯឈឹងឈីងគឺស៊ុនទៀវគួនឯងគ្រាន់តែស្គាល់បែកជាក្រៅទៅតងហោតែជួបបែកជើងឯងគួរតែបែកចិត្តខ្ញុំគិតថាអ្នកស្រីដូចឯងប្រហែលជាមិនធ្លាប់ដូចឈ្មោះនោះទេឯងយកចិត្តយកថ្លើមបែកជាបានចាត់ទុកថាមានពុតចិត្តនឹងហើយឯងត្រកូលស៊ុនជើងនេះឯងគ្មានសិទ្ធិអីមកស្គាល់ទេមិនដឹងថាសាសមឬក៏ទេចាត់ទុកថាឯងចិត្តប្រមាថខ្លួនហើយយើងចង់បានថាត្រកូលស៊ុនពួកឯងនេះណាមានសិទ្ធិអីមកស្គាល់យើងទេមិនត្រឹមតែលឹះលួចត្រកូលចូលទេឯងជាមិនលឹះលួចដល់ជើងចាប់វាទៅ សៀវជាងត្រកូលស៊ុនគឺជាត្រកូលដែលធំក្នុងចំណោមត្រកូលទាំងពួងនៅក្នុងក្រុងនេះឯងហ៊ានជាអ្នកប្រសិនចង់វត្ត ត្រកូលស៊ុនមែនទេឯងគ្រាន់តែជាកូនរបស់គេតែប៉ុណ្ណោះនៅចំពោះមុខជើងមានសិទ្ធិអីមកស្រែកតែយើងអាចចម្រាញ់នេះពិតជាមិនស្គាល់ស្ដីសាមែនអ្នកណាក៏បានចាប់វាឲ្យលុតជង្គង់នៅចំពោះមុខជើងឲ្យវាសុំទោសយើងឲ្យលឺហើយស្វែងបង្គំយើង3ដង តាកញ្ចាស់មិនលឺអ្នកប្រសិននិយាយទៀតនៅមិនបញ្ញាប់លុតជង្គង់ទៀតធ្វើមិនល្អដាក់អ្នកប្រសិនទោះបីជាបាយជាមកក៏មិនអាចជួយបានដែរ តែនិយាយគ្រាន់តែជាកូនចៅរបស់លងជឹងគ្រប់តែប៉ុណ្ណោះអាចចំណែកឯងសាកសមណាស់ដែលមកខាត់ស្បែកជើងឲ្យយើងនោះស៊ុនជាឈួនចិញ្ចឹមកូនពុនមិនបានល្អមែនយើងថាប្រហែលជា2 3ថ្ងៃមុនប្រតែត្រកូលស៊ុនបាត់ខ្លួនហើយទើបមកជាថ្ងៃនេះក្មេងមិនទាន់ទ្រុះខលេងពីលើក្បាលគឺមកអុកលុកបែបនេះឈ្មោះបាយរបស់យើងអាចមានសិទ្ធិទេហើយនិយាយបែបនេះឯងប្រហែលជាចង់ស្លាប់ហើយទៅនោះ អ្នកប្រសិន តាកញ្ចាស់គេមកបាយយើងផងតែដាក់បានដែរបើចាប់គេទៅ ឈប់លេងលងជាងគ្រប់សង្គ្រប់ CEO ទទួលស្វាគមន៍ CEO ឡើងកាន់តំណែង លោកប្រធាន ប្រធានណា លោកប្រធានណា ស្អីគេហ្នឹង មិនអាចទៅរួចទេអាចជា CEO លងជាងគ្រប់មែនទេមិននឹងអាចទៅអាចគ្រាន់តែជា អានេះនៅក្នុងភូមិវៀងជេកុងលោកប្រមាណខ្លួនស្អីជាប់ខ្លួនគឺជា CEO លាក់ខ្លួននៅក្នុងភូមិវៀងជេកុងដែលសារចាប់ចូលរួមពិធីមង្គលការរបស់ឯងសុខចិត្តលះបង់ជីវិតស្ងប់សុខឲ្យច្រើនឆ្នាំពេលដែលដឹងថាតកូលចូលធ្វើបាបឯងក៏កាន់តែជឿតកូលដល់គុំសម្រាប់ឯងទៀតដើម្បីឲ្យឯងមានការជំនាញកិត្តិយសហើយចោលឯងប្រតិបត្តិចំពោះគាត់យ៉ាងម៉េចឯងវាមកក្រាស់ល្មើសគុណនៅហ៊ានសែងបបគាត់ស្អីបាបប្រាពួកឯងទៅជឿបាបប្រានាងកុំគិតថាដាក់ឈ្មោះតាំងតំណែងឲ្យតាចាស់ម្នាក់នេះអាចធ្វើជាក្នុងឯងអត់ទេបានណាយើងប្រាប់ចុះថ្ងៃនេះមនុស្សដែលគេលើកខ្លួនជាមួយគឺជាលោកប្រសិនងាប់តែមកមុខគាត់គ្មាននរណាអាចជួយគេបានទាំងអស់សុទ្ធតែពួកល្ងងខ្លាចគ្មានសតិនិយាយជាមួយនឹងពួកឯងបានតែមកអត់ប្រយោជន៍ បាយយេទៅរកសម្រាប់បែបនេះមកធ្វើជា CEO លោកជឹងគ្រប់មែនទេយើងប្រាប់ទៅចោះថ្ងៃនេះយើងនឹងចាត់ការវាបើយើងមិនចាត់ការវាទេយើងមិនប្រាប់ត្រកូលស៊ុនទេណាក្បាត់ចាប់វាទៅទីយោលងជឹងគ្រប់ណាមកហ៊ានគេកាងណាមកហ៊ានប្រហ៊ុននៅទីនេះឈប់ចិញ្ចៀនតំណែងនេះជារបស់ពិតជា CEO លងជឹងគ្រប់យ៉ាងម៉េចទេស៊ុនជីយុនមិនអាចចង់ចាត់ការជឹងមែនទេលុតជង្គង់គ្រប់ទៅត្រកូលស៊ុនមិនចេះព្រៀនប្រដែងកូនយើងនឹងប្រដែងឯងចំនួនឲ្យខ្លួនឯងចុះយកព្រៀនខ្លួនឯង50ដងឯងលុតជង្គង់សំទោសឯងហ៊ានមែនទេ នៅហ៊ានប្រហែលដាក់ប្រធានគណៈកម្មការទៀតទេហើយឯងនឹងសេចាស៊ូនលុតជង្គង់ឲ្យយើង បើពួកឯងចូលចិត្តឯងអបណាស់អញ្ចឹងពួកឯងបន្តនេះជាមួយវាអត់ស្រួលទៅពួកឯងទាំងអស់នេះនៅបន្តឯងអបជាមួយនឹងវាឲ្យឆ្អែតទៅណាដល់ពេលហើយ អញទៀតមិនគ្រប់ហាមក្រាបឈរសោះណាកូនម៉ាតែគេមិនលុតជង្គង់ទីនេះម៉ា អ្នកណាធ្វើបាបកូនដល់ថ្នាក់នេះ គឺ យើងគិតថាវាប្រហែលលែងចង់មានជីវិតទៀតហើយពួកឯងនេះកូនប្រុសយើងតែគេធ្វើបាបដល់ថ្នាក់នេះហើយពួកឯងគ្មានបានការ ម៉ាគឺបាញ់ចេញមកពីលងជឹងគ្រប់ហើយក៏មានសៀវវ័យជាង លងជឹងគ្រប់មានសិទ្ធិអីមកធ្វើបាបតកូលសុំយើងថ្ងៃនេះរឿងនេះមិនចង់ងាយទេ អូវយលងមកដល់ហើយនៅ ប្រធានគូទៅទទួលតកូលធំទាំង4នៅឡុងឆឹងឲ្យខ្លួនឯងឥឡូវនេះខ្ញុំមិនត្រឡប់មកវិញទេស៊ីវិជាងថ្ងៃណាឆាប់ចេញមក ម៉ាគឺគេម្នាក់នេះហើយ តែចាស់ឯងមែនទេដែលវាយកូនយើងចាំមើលថាយើងវាយឯងយ៉ាងម៉េច
អ្នកម៉ាក់ តាកាចាស់ឯងហ៊ានប្រមាថមើលងាយកូនយើងក៏ដូចជាធ្វើជាស្ត្រីជាមួយតែកូនយើងចឹងដែរ ម៉ាក់គេម្នាក់នេះអាស្រ័យទៅលើលោកជាងក្រុមបានហ៊ានមកអីកាំងបែបនេះម៉ាក់ត្រូវជួយខ្ញុំបលាយគេឲ្យបានធ្ងន់តិចណា លោកជាងគ្រប់ថាវាយ៉ាងម៉េចគិតមកធ្វើខ្លួននៅលើច្បាប់បានយ៉ាងម៉េចយើងប្រាប់ឯងចុះនៅក្នុងក្រុមនេះតកូនសុំយើងក៏មានកន្លែងឈរជើងដែរព្រមឲ្យលោកជាងគ្រប់ពួកឯងមកអង្គរឿងលើក្បាលពួកជើងយ៉ាងម៉េច មែនហើយម៉ាក់មើលរបស់កូនទៅឡើងហៅមកទៅហើយម៉ាក់គួរតែបញ្ជាឲ្យលោកជាងក្រុមហើយតែមកខ្លួនឯងរហូតដល់កូនវាចិត្តទៅ ទុកចិត្តចុះម៉ាក់មិនព្រមឲ្យកូនរកភាពអយុត្តិធម៌ទេអ្នកណាវាហ៊ានធ្វើបាបកូនស្មើនឹងស្ត្រីតកូនជើងទាំងអស់អាចចឹងដែរនៅមិនប្រញាប់លុតជង្គង់នឹងមុខយើងទៀតឯងហ៊ានតែឯងខាងនៅមុខតកូនសុំយើងឯងរកផ្លឹងងាប់ខាង ចំឯងនេះបញ្ជាយើងលុតជង្គង់នៅមុខឯងឯងមិនថៃអាយុស្ដីទេឯងសំអាងអីមកធ្វើបាននេះតែ ឯងថ្ងៃនេះយើងបាញ់ឯងឲ្យស្លាប់ថ្ងៃនេះយើងនឹងបាញ់ឯងឲ្យស្លាប់ឯង ម៉ាក់ អើហើយម្នាក់នេះជាណាហ៊ានវាយអ្នកស្រីសុំខ្ញុំមិនដែលស្គាល់សោះតែមើលទៅគេខាងកលហើយ អាចាស់ឯងហ៊ានបាញ់យើងហ៎យើងធំមកដល់ពេលនេះហើយមិនទាន់មាននរណាហ៊ានបាញ់យើងសោះបីតែមួយសរសៃសក់ហើយឯងជាស្អីមិនតាន់ហ៊ានបាញ់យើង បងធំយប់នេះត្រូវធ្វើឲ្យលោកសៀវរងាប់ការខឹងឲ្យបានហាឡូ បងសម្លាញ់តែញ៉ាំមកប្រពន្ធកូនរបស់បងត្រូវគេធ្វើបាបហើយ ថាម៉េចហ៊ានប្រហើនជាមួយនឹងតកូនសុំយើងផងអីអូនសម្លាញ់នៅហ្នឹងហើយបងនៅប្រញាប់ទៅចាត់ការម្នាក់ហ្នឹង លោកសុណាអ្នកផ្ទះមានរឿងអីនៅក្នុងកម្មវិធីតែមែនទេ មានមនុស្សមិនស្គាល់មេខ្ពស់ដីទៀបម្នាក់មករករឿងប្រពន្ធខ្ញុំរឿងនេះមិនសំខាន់រឿងដែលសំខាន់ត្រូវប្រញាប់ត្រៀមកដោធំឲ្យលោកសៀវរងាប់ការខឹងជាមួយពួកយើង ទៅហើយយើងធ្វើរឿងលឹះលុះទៅលើភ្ញៀវកិត្តិយសពីទីជប់នេះយប់នេះត្រូវតែធ្វើខ្លួនល្អបន្តិចបើមិនជាបានលោកប្រធានជួយណែនាំនោះប្រកាសជាល្អហើយថ្ងៃក្រោយទៅត្រកូលរបស់ពួកយើងទាំងពីរនាក់ប្រកាសជារីកចម្រើនទៅមុខនឹងថាទៅជាសំណប់ចិត្តប្រធានសមាគមជំខា ញ៉ាំ ទេ បើលឿនទៅកុំឲ្យជឿពេលត្រូវធ្វើឲ្យអ្នកបង្កើតសមាគមគេពេញចិត្តឲ្យបាន ឯងចាំមើលទៅប្តីយើងមកដល់ឯងប្រកាសជាងាប់មិនខានទេ ឯងគិតថាជឹងស៊ីឈុនមកដល់ហ៊ានធ្វើអ្វីយឺមែនទេចាំមើលគេធ្វើយ៉ាងម៉េចនៅចំឯងអ្នកម៉ាក់មើលវាធ្វើ អ្នកនេះជាណាហើយក៏ហ៊ានឡើងអង្គុយកន្លែងនោះ នឹងជាកន្លែងរបស់ប្រធានគូដែលត្រៀមសម្រាប់អ្នកបង្កើតសមាគមជាពិសេសគេហ៊ានទៅអង្គុយកន្លែងនឹងថ្ងៃនេះគេប្រកាសជាសួយហើយ ហ៊ានអង្គុយកន្លែងលោកប្រធានបានយ៉ាងម៉េចក៏មើលមុខខ្ញុំតាគេចាស់យើងទាំងពីរនាក់បានផ្ដាច់តំណែងទៅហើយគេម្នាក់នេះប្រហ៊ានបង្ករឿងនៅក្នុងកម្មវិធីអ្នកបង្កើតសមាគមបែបនេះខ្ញុំមិនចង់ទៅស្លាប់ជាមួយគេទេ សំណាងល្អដែលប្រទេសខ្ញុំកាត់ដាក់រួចហើយជាមួយតាកាចាស់ម្នាក់នេះមានបញ្ហាខួរក្បាលគេបានកាត់ឲ្យតំណែងនោះយើងឪពុកកូនហើយគណៈកម្មការគ្រប់រូបអាចចាត់ការគេបានក៏មកបន្ទោសតកូនចូលរបស់យើងឯណាមែនហើយតាកាចាស់ព្រោះតែរត់គេពីការដាក់ទោសរបស់តកូនសុំយើងឯងហ៊ានដល់ថ្នាក់ទៅអង្គុយតំណែងរបស់លោកប្រធានឯងប្រហែលជាខ្លាចទឹកមែនហើយថាខ្លួនឯងគួរឲ្យសង្វេគខ្លាំង លោក ណាស់ ជាអ្នកណាឲ្យប្រកាសទៅហ៊ានមកអង្គុយកន្លែងតំណែងអ្នកបង្កើតសមាគមបែបនេះខ្ញុំគ្រាន់តែគិតថាគេជាមនុស្សមានកេរ្តិ៍ឈ្មោះធ្វើចរិតមិនស័ក្តិសមលឺលួចជាមួយអ្នកបង្កើតសមាគមហើយពិតជារកផ្លូវស្លាប់ហើយ គណៈកម្មការអ៊ូគណៈកម្មការគឹងកាចាស់ម្នាក់នេះអាស្រ័យលើតំណែង CEO ឡុងជីងគ្រប់ដល់ថ្នាក់ហ៊ានធ្វើខ្លួននៅលើច្បាប់នៅក្នុងក្រុងឈឹងគេពិតជាមិនត្រឹមតែវាយពួកជើងទេថែមទាំងបង្ខំដាក់សមាគមទៀតខ្ញុំថាគូតែបំបត្តិជើងគេទាំងសងខាងអូចេញពីសន្តាគារទៅ ទោះបីជាឯងជា CEO លងជាងគ្រប់ពិតមែនឯងក៏មិនស័ក្តិសមអង្គុយតំណែងរបស់អ្នកបង្កើតសមាគមសៀវវិញជាងយើងគិតថាឯងឆាប់ចុះមកសួរទៅល្អជាងទោះបីជា CEO លងជាងគ្រប់ក៏មិនអាចធ្វើតាមពើចិត្តដែរមនុស្សឋានៈត្រឹមឯងបានត្រឹមតែចាក់ទឹកតែឲ្យអ្នកបង្កើតសមាគមតែប៉ុណ្ណោះ កៅអីនេះក្រៅពីយើងក៏គ្មានណាហ៊ានអង្គុយពិតមែនកៅអីនេះក្រៅពីយើងក៏គ្មានណាហ៊ានអង្គុយពិត ជា មែន សម្ដីខ្លោមែនមិនស្គាល់មេខ្ពស់ដីទៀបថ្ងៃនេះយើងនឹងធ្វើឲ្យស្គាល់ចុងបញ្ចប់អ្នកដែលធ្វើរឿងលឺលួសលើសមាគមលងជាងគ្រប់សៀវវិញជាងឯងគួរតែបោះជើងចុះមកវិញល្អជាងហើយថ្វាយបង្គំឲ្យបានលើក3ដងឲ្យអ្នកគ្រប់គ្នាបានឮថាខ្ញុំធ្វើខុសហើយខ្ញុំគិតថាគណៈកម្មការទាំង3ទុក កា ទៅ ចាស់ ឲ្យ ឯងនេះងាប់មិនខានទេ ម៉ាក់វាបាយពួកយើងខ្ញុំនឹងស្ដាប់វា ម៉ាក់នៅទីនេះមាននរណាហ៊ានប៉ះពាល់កូនសុំបីចង់សរសៃសក់លុងជីងគ្រប់ថាយ៉ាងម៉េចហ៊ានរករឿងតែកូនសុំរបស់ពួកយើងដល់កន្លែងវាត្រូវរកផ្លឹងងាប់ច្បាស់ យើងចាំមើលថាថ្ងៃនេះណាហ៊ានប៉ះយើងសងវាឲ្យសាកសមបំផុត សំមែនទេប្តីរបស់យើងគឺជាលោកម្ចាស់តកូលសុំណានៅក្នុងក្រុងឈឹងនេះក៏ជាតកូលធំដ៏មានមុខមាត់មួយពេលប្តីយើងមកដល់ចាំមើលអញកេងកាងបានទៀតទេ ទោះបីជាគេនៅមុខយើងគេបានត្រឹមតែលុតជង្គង់នៅឈ្មោះមុខយើងតែប៉ុណ្ណោះ សេវជាងឯងពិតជាមិនស្គាល់សេចក្តីស្លាប់មែន អ្នកស្រីសុនតែចំណាយពេលនិយាយជាមួយមនុស្សបានដឹងធ្វើស្អីឲ្យមនុស្សអូវាចេញទៅ អ្នកណាក៏បានឆាប់អូវាចុះមកក្រោមឥឡូវនេះភ្លាម ថ្ងៃនេះយើងអង្គុយនៅត្រង់នេះចាំមើលណាហ៊ានប៉ះពាល់យើង ឯងប្រកាសជាងាប់មិនខានទេនៅហ៊ានទៅទៅដាក់ជើងទៀតអូវាចុះមកឲ្យយើងបបាក់ជើងវាទាំងពីរហើយឲ្យវាលុតជង្គង់មុខយើងសុំទោសយើង ក៏ដូរត្រៀមរួចហើយនៅត្រៀមរួចហើយនេះឆាប់តាមជើងទៅសុំកម្មាទោសលោកសៀវលោកប្រធានសងជិញឈួនរបស់ក្រុងជាងឈើងមកដល់ហើយ បងសម្លាញ់អាចាស់ម្នាក់នេះហើយធ្វើបាបខ្ញុំហើយកូននោះបងត្រូវតែបានវាខ្លួនជាមួយពួកយើងណា មនុស្សដែលអូននិយាយថាធ្វើបាបអូនគឺជាគេមែនទេ មែនហើយគឺវានឹងហើយវាមិនត្រឹមតែបាច់ខ្ញុំហើយកូនទេថែមទាំងធ្វើចរិតអួតឯងខាងទៀតផងមើលមិនឃើញកូនសុំពួកយើងក្នុងផ្ទៃតតែសោះបងគួរតែបំបត្តិជើងទាំងសងខាងវាឲ្យវាថ្ងៃក្រោយដើរមិនរួចឲ្យវាគ្រាន់តែឃើញកូនសុំយើងគឺត្រូវដើរទឹកចេញតែម្ដងបាត់មាត់ទៅតើដឹងទេថាគាត់ គេ ជា ជា ណា ណាបានទៀតនោះគ្រាន់តែជាប្រធានលងជីងគ្រប់ បាត់មាត់គេជាភ្ញៀវកិត្តិយសរបស់ប្រធានសមាគម តាមម៉េច ភ្ញៀវកិត្តិយសលោកសៀវគេនិយាយខ្ញុំមានផ្នែកតែគ្មានប្រស្រីធ្វើឲ្យលឺលួសលើលោកខ្ញុំសង្ឃឹមថាលបងសៀវនឹងព្រមលើកលែងទោសឲ្យថ្ងៃនេះខ្ញុំបានត្រៀមកាដូយ៉ាងធំដើម្បីមកសុំកម្មាទោសក្រុមហ៊ុនសង្វយជុងគ្រប់សូមប្រគល់ថោមាសក្រហម 10000 តម្លឹងដើមឈើមាសមួយដើមពុំមកគ្រឹះនៅក្នុងជាងឈឹងមួយខ្នងគុជភ្លឺចាយចាំងមួយគ្រាប់ប្រគល់ជូនលោកម្ចាស់សៀវ ស៊ុនជីឈួនមិញនេះប្រពន្ធរបស់ឯងនិយាយស្អីខ្លះនៅចំពោះមុខអ្នកគ្រប់គ្នាឲ្យយើងលុតជង្គង់នៅចំពោះមុខតកូលស៊ុនមិនអញ្ចឹងហ៎ អូអត់ទេយកច្រឡំហើយគឺខ្ញុំទៅវិញទេអ្នកលុតជង្គង់សុំកម្មាទោសលបងសៀវ បងធ្វើស្អីហ្នឹង ឲ្យឆាប់លុតជង្គង់សុំទោសលបងសៀវឥឡូវនឹងទៅ សុំជីឈួនបងឈួតហើយមែនទេ មែនហើយប៉ាមើលណាមិនបាត់របស់ខ្ញុំត្រាំពីវាយណាប៉ានៅលុតជង្គង់ទៀតមែនទេធ្វើបែបនេះតកូលស៊ុនរបស់ខ្ញុំបាក់មុខក៏ហើយប៉ាអូយប៉ា បើមិនដោយសារតែឯងទៅធ្វើរឿងលឺលួសលើលបងសៀវតែលបងសៀវគាត់ទៅបដៅឯងធ្វើស្អី
ระบอกซิวខ្ញុំនឹងឲ្យកូនល្មើសគុណម្នាក់នេះសុំកម្មាទោសរបស់ឡើងនេះសំខាន់ថារបស់នឹងទុកជីវិតឲ្យកូនប្រុសខ្ញុំផងទៅ យើងគិតថារឿងកើតឡើងចាំប្រមាណកាលពីយប់មុនយើងគិតថាធ្វើឲ្យតកូលរបស់ឯងនេះស្ងប់ចិត្តខ្លះប៉ុន្តែឯងមិនចេះបដៅកូនរបស់ឯងទេគេមកឌឺដងដាក់យើងថែមទៀតយើងគួរតែដាក់ទោសពួកឯងយ៉ាងម៉េច ระบอกซิวសុំមេត្តាកុំខឹងអី សឹងជីឈូនបងតែខ្លាចវាធ្វើអីទោះបីជាវាជា CEO លងជីងរកតែតកូលសុងរបស់យើងក៏ជាតកូលធំក្នុងក្រុងឈឹងដែរវាហ៊ានធ្វើខ្លួនឯងកាំងលើបាក់ពួកយើងក៏ត្រូវមើលថាតកូលសុងយើងព្រមដែរទេ មែនហើយបាទតែខ្លាចអាតាចាំធ្វើស្អីទេ វិអើ សុំជីឈួនការសុំទោសរបស់ឯងដូចជាមិនទិញពីចិត្តសោះសូមបីតែប្រពន្ធនិងកូនរបស់ឯងគ្រប់គ្រងមិនបានដូច្នេះថ្ងៃនេះមិនចាំបាច់ទេត្រូវចាំ នៅระบอกซิวកុំខឹងអីខ្ញុំនឹងឲ្យអាកូនល្មើសគុណម្នាក់នេះមកលុតជង្គង់សុំទោសភ្លាមឆាប់ឡើង លុតជង្គង់មែនទេយើងមិនត្រូវការទេ ระบอกซิวអញ្ចឹងរបស់ត្រូវការចាំមិនទៅ សុនជីឈួនអាកប្បកិរិយាល្អសូមបីតែកូនប្រុសរបស់ឯងម្នាក់នេះប្រដៅមិនបានល្អចឹងយើងប្រើខ្លួនឯងចុះសុនសៀវគួនវាយ50ដំបងនេះរទេសចេញពីក្រុងជិងឈិងកូនខុសមកពីម្ដាយមិនចេះប្រដៅអ្នកស្រីសុនក្អេងក្អាងធ្វើបាបមនុស្សទុនខ្សោយចាប់ពីថ្ងៃទៅហាបង្ហាញខ្លួននៅក្នុងកម្មវិធីតកូលធំនៅក្នុងក្រុងជិងឈិងចាប់ពីថ្ងៃតទៅដឹងដែរទេត្រកូលសុនត្រូវដកចេញពីបញ្ជីលបាឲ្យឆាប់ចេញទៅ អ្នកម៉ាសុំអ្នកម៉ាជួយបងអ្នកម៉ា កូនណាមិនបាច់ខ្លាចទេមានម៉ាក់មួយទាំងមូលហើយអ្នកណាហ៊ានប៉ះពាល់កូនសុំបីតែមួយចុងកញ្ចក់សឹងជីឈូនអ្នកបន្ទៃវាយកូនបងចិត្តស្លាប់ទៅហើយបងនឹងធ្វើខ្លួនកំសាកជាងទៀតមែនទេខ្ញុំប្រាប់ចុះថ្ងៃនេះអ្នកណាហ៊ានប៉ះពាល់កូនខ្ញុំសុំបីតែចុងមរៀមយកមកព្រមដោះលេងឆ្កាត់ខាតតែចាស់កុំគិតចាប់ប៉ះពាល់កូនប្រុសយើងសុំបីតែចុងមរៀមដៃណា សុំជីឈួនយើងទុកពេលឲ្យឯង3នាទីដើម្បីចាត់ការបើមិនចឹងកុំចោទថាយើងមិនទុកជីវិតឲ្យតកូលរបស់ឯងអត់ ระบอกซิวទុកជីវិតឲ្យខ្ញុំផងទុកឱកាសឲ្យខ្ញុំនិងកូនប្រុសខ្ញុំម្ដងទៀតតើបាត់ដែរ សឹ ទេ ងជីឈូនបងតែខ្លាចវាធ្វើអីវាក៏ចង់ដកឈ្មោះតកូលយើងចេញពីក្នុងបញ្ជីក្រុងឈឹងទៀតពេលសម្ដីរបស់វាក៏ឯកការខ្លាំងណាស់អធិលងជាងគ្រប់មានសិទ្ធិដល់ថ្នាក់នេះទេគណៈកម្មការគណៈកម្មការគ្រឿងម្នាក់នេះក៏ឯកការនៅក្នុងកម្មវិធីសមាគមនឹងគឺជាទង្វើលើសលួងទៅលើអ្នកបង្កើតសមាគមណាឥឡូវនេះតកូលសុំយើងចាត់ការមនុស្សម្នាក់នេះក៏ដូចជាចាត់ការឲ្យសមាគមលងថឹងដែរមិនអាចស្គាល់បានទេ គាត់ជាភ្ញៀវកិត្តិយសរបស់លោកប្រធានគូតើអ្នកណាហ៊ានទៅ ប្រធានគូតាំងចាត់ម៉េចម្ចាស់កម្មវិធីយប់នេះគឺអ្នកបង្កើតសមាគមធុរកិច្ចនេះឡើងមកម្នាក់នឹងនិយាយទៅគឺបានតែប៉ុណ្ណឹងគេគ្រាន់តែជាសមាគមរក្សាសុវត្ថិភាពម្ចាស់ពិតប្រាកដរបស់សមាគមគឺអ្នកបង្កើតសមាគមម្នាក់នឹងទៅវិញទេចាំយើងជួបអ្នកបង្កើតសមាគមហើយគេត្រូវតែផ្ដល់កិត្តិយសឲ្យយើងដែរ មែនហើយលបងជីឈួនទៅខ្លាចធ្វើស្អីទោះបីជាភ្ញៀវកិត្តិយសរបស់លោកប្រធានគូវាយ៉ាងម៉េចកាលនឹងលោកប្រធានគូនៅនឹងមុខក៏គ្មានសិទ្ធិនិយាយយប់នេះយើងនឹងតំណាងឲ្យប្រធានសមាគមមកកំចាត់អាឈួតម្នាក់នេះតែម្ដងទៅពេលខាងមុខនៅនឹងមុខប្រធានសមាគមយើងខ្លាចជាមនុស្សសំណប់ដែលទើបតែចូលហើយប្រធានសមាគមបានឃើញសេចក្តីល្អរបស់ពួកយើងអាចតែងតាំងពួកយើងជាប្រធានរក្សាសន្តិភាពគាត់ក៏ថាបានថ្ងៃអនាគតគេម្នាក់នឹងគ្រាន់តែជាអ្នកចាត់ទឹកតែ បងនៅរៀបអីទៀតគណៈកម្មការគេនិយាយដល់ថ្នាក់នេះហើយឬមួយបងព្រមឈប់មើលកូនប្រុសយើងត្រូវគេបាច់ដល់ស្លាប់ លោកស៊ីវខ្ញុំមិនតាំងចិត្តធ្វើបែបនេះទេតែលោកសង្កត់ខ្ញុំមិនលែងសោះ សុនជីឈួនឯងមិនខ្លាចស្លាប់ទេ ជាងយើងវល់សុំសេចក្តីមេត្តាពីឯងតែឯងមិនលើកលែងបើវាបែបនេះទៅហើយត្រកូលសងយើងមិនចាំបាច់ខ្លាចឯងទៀតទេទោះបីជាឯងជា CEO លងជាងគ្រប់ឬមួយក៏ភ្ញៀវកិត្តិយសរបស់គូវុយលងម្ចាស់កម្មវិធីយប់នេះគឺជាអ្នកបង្កើតសមាគមលងជើងព្រមទាំងជាម្ចាស់សមាគមទៀតផងយើងគិតថាបើគូវុយនៅទីនេះក៏គេមិនក្អេងក្អាងដូចជាឯងដែរលោកប្រធានសង្ឃតែកញ្ចាស់សៀវវុយជាងម្នាក់នេះអួតក្អេងក្អាងមើលមិនឃើញអ្នកណានៅក្នុងខ្សែភ្នែកគេហើយបញ្ជាមនុស្សឲ្យមកវាយអ្នកប្រសងឡើងហៅមុខខ្ញុំគ្មានវិធីរៀបរៀងគេបានតទៅសោះឥឡូវលោកមកជួយអ្នកប្រសងខ្ញុំក៏សប្បាយចិត្ត ថាអស់វាចុះមកក្រោមមកខ្ញុំជាអ្នកផ្ទះវា50នាទីដល់ខ្លួនឯងដើម្បីបញ្ចេញកំហឹងណាស់ឯងប្រហែលណាស់រៀនបើផ្នែកផងទៅថាមនុស្សដែលឯងលើសលុះជាមួយនោះគឺជំរុំបែបណាចុះឯងជំរុំបែបណាទៅវិញឯងគ្រាន់តែជាសត្វល្អិតមួយក្បាលដែលវាជាប់នឹងដីតែប៉ុណ្ណោះអ្នកណាទៅដឹងថាតំណែង CEO លងជាងគ្រប់របស់ឯងបានដល់យ៉ាងម៉េចនោះយើងគិតថាឯងនឹងនេះបាយទេធ្វើជាសហាយស្មន់តែមិនអាចបាច់ចំហបានទើបឯងបានតំណែងនេះឯងបាយទេនេះក៏ចឹងដែរចំណងចំណូលចិត្តបែបនេះមិនចេះខ្ពើមខ្លះទេទាំងចាស់ទាំងក្រក៏ខ្ពើមណា សុំសេកូនឯងបាត់មក ឃើញទេឯងច្បាស់ជាសហាយស្មន់ជាមួយនឹងបាយទេច្បាស់ណាស់ឯងគ្រាន់តែជាសហាយស្មន់ជាមួយវាមិនឲ្យជើងនេះនិយាយមែនទេអ្នកណាក៏បានទីវាចុះមកឲ្យជើងផ្ទះវាដល់ដៃផ្ទះមុខវាបាច់ទឹក យើងចាំមើលអ្នកណាហ៊ាន បាយទេថ្ងៃនេះនៅតែបញ្ជាក់ថាជួយវាទៀតមែនទេបើអញ្ចឹងក៏មិនទោះថាយើងមិនទុកមុខឲ្យអសោះថ្ងៃនេះអ្នកណាហ៊ានរៀបរៀងយើងមិនឲ្យចាត់ការគេម្នាក់នឹងខ្លាចជាសត្រូវរបស់គ្រួសារសង សុំជីឈួនឯងពិតជាមិនខ្លាចស្លាប់មែនមិនគិតមុនទេថាតកូលជួលលើសលុំមកលើយើងចង់បញ្ចុកខ្លាចជាអ្វី ត្រកូលចូលរបស់យើងធ្លាក់រំដាប់ដល់ថ្នាក់នេះដោយសារតែឯងព្រមទៅជាប្រធានគូថ្ងៃនេះឯងមកបកករឿងនៅក្នុងកម្មវិធីបង្កើតសមាគមទោះបីជាប្រធានគូមកដល់ក៏ជាសេចក្តីស្លាប់មិនបានដែរអាកញ្ចាក់ឯងនឹងវេទនាជាងគ្រួសារយើង100 1000ដង មើលទៅតកូលជួលប្រហែលជាមិនទាន់ប៉ុន្តែប្រហែលទីនៅហ៊ានធ្វើរឿងលេលើនៅចំពោះមុខជាងទៀត វាជាងលោកបាទកំខឹងអីសៀវវៃជាងថ្ងៃនេះបង្ករឿងធំនៅក្នុងកម្មវិធីមិនរួចខ្លួនទេចំណែកត្រកូលចូលយើងអាស្រ័យទៅលើការណែនាំរបស់លោកម្ចាស់ធំលោកម្ចាស់គ្រប់គ្នានៅទីនេះដើម្បីចង់ជួបលោកម្ចាស់ធំថ្ងៃក្រោយសៀវវៃជាងត្រូវដេញចេញពីក្រុងលងជើងនឹងវេទនាគ្រួសារចូលរបស់យើងនឹងត្រឡប់មករុងរឿងវិញមិនហើយសៀវវៃជាងអាចធ្វើឲ្យប៉ះពាល់ដល់ត្រកូលធំៗនៅក្នុងក្រុងនេះទាំងអស់ថ្ងៃនេះឯងបង្ករឿងនៅក្នុងប្រធានសមាគមលងជើងទៀតថ្ងៃនេះឯងប្រកាសជាងាប់មិនខានទេ ល្អណាស់យើងក៏ចង់ដឹងដែរថាឯងចាត់ការយើងយ៉ាងម៉េចក៏ប៉ុន្តែយើងសូមដាក់ទឿនឯងជាមុនណាមុននឹងចាត់ការបានកម្លាំងខ្លួនឯងផងថាអាចទៅរួចឬក៏អត់ថាឋានៈរបស់ពួកឯងធ្វើអ្វីជាងបាន សៀវវៃជាងចិត្តងាប់ហើយនៅមាត់រឹងទៀតអាអ្នកសប្រែនិយាយអួតក្អេងក្អាងមកចេះខ្មាស់យើងថាឯងយករឿងដាក់ខ្លួនច្បាស់ណាស់អ្នកណាក៏បានក៏អ្នកចាំមកលេងទូរស័ព្ទប្រធានគូអាឡូលោកប្រធានគូ ខ្ញុំបានប្រាប់តកូលធំទាំង4ហើយអាចចាត់ចែងពីជប់នេះបានល្អទៅណាប្រាប់ឲ្យតកូលធំទាំង4នេះមកស្វាគមន៍ផង លោកប្រធានមានអីបញ្ជាបែបនេះលោកប្រធានទៅទទួលតកូលធំទាំង4ហើយក៏កំពុងតែធ្វើដំណើរមកទីនេះពួកយើងត្រៀមខ្លួនរងចាំលោកប្រធានធំនិងតកូលធំទាំង4ព្រមទាំងចាំទទួលអ្នកបង្កើតសមាគមធុរកិច្ចទៀតផង
តាមដែលខ្ញុំដឹងអ្នកបង្កើតសមាគមធុរកិច្ចឡុងឈឹងលាក់ខ្លួនរាប់សិបឆ្នាំទៅហើយសុកក៏បង្ហាញខ្លួននៅក្នុងជាងជើងខ្ញុំគិតថាក្រុមជាងជើងយើងមាននេះបង្ហាញខ្លួនហើយ ពួកអាល្ងងខ្លាំងពិតជាខ្វាក់ភ្នែកមែន សៀវើជាងឯងលឺហើយលោកប្រធាននិងត្រកូលធំទាំង4កំពុងតែមកជិតដល់ហើយយើងនិយាយបានតែប៉ុណ្្នឹងទេតែបើឯងនៅតែក្អេងក្អាងបន្តទៀតនោះកុំចោទថាយើងប្រើវិធីខូខើឲ្យសោះអ្នកណាក៏បាន អញហ៊ានណាអញដឹងថាលោកអំសៀវជាអ្នកណាទេ យើងមិនខ្វល់ថាវាជាចំណិតអ្នកណានោះទេនៅក្នុងសមាគមឡុងជើងបង្ករឿងរញ៉េរញ៉ៃមានតែស្លាប់មួយគត់មិនបាច់តែចំណាយពេលនិយាយជាមួយវាច្រើនពេកទេលោកប្រធានចិត្តមកដល់ហើយកុំឲ្យសៀវើជាងនៅទៅមុខលោកប្រធានត្រកូលធំៗទាំង4ឯងឆាប់បោះក្បាលចេញវិញទៅអូយពួកឯងនេះមានសិនមកប៉ះពាល់យើងទេអាចចង់អូយអ្នកដែលត្រូវងាប់នោះគឺជាពួកឯងវិញទេ លោកប្រធាន ឡំសៀវពួកយើងមកជិះហើយបណ្ដោយឲ្យពួកខ្វាក់ភ្នែកទាំងអស់នេះធ្វើបាបលោកខ្ញុំពិតជាសុំទោស លោកប្រធានលោកប្រធានបាននឹងថាម៉េចនោះ បាននេះថាម៉េចនឹងថាអ្នកអាចធ្វើដែរគាត់ជាណា លោក ទេ ប្រធានម្នាក់នេះគ្រាន់តែជា CEO ឡុងជើងគ្រប់នៅមុខសមាគមឡុងជើងពួកយើងបានត្រឹមតែជាក្មេងចាក់តែទេឲ្យគេទៅយកគេដល់ថ្នាក់ហ្នឹងឲ្យខូចឈ្មោះសមាគមអស់ សមាគមមានមនុស្សល្ងងខ្លាំងដូចពួកឯងនេះទើបបាក់មុខណា គូវយលោកឯងបាននេះថាម៉េច បើកភ្នែកច្បាស់ណាស់ម្នាក់នៅចំពោះពួកឯងនេះគឺជាអ្នកបង្កើតសមាគមធុរកិច្ចទាំងអស់នោះទេ ថាម៉េចសៀវជាងជាអ្នកបង្កើតសមាគមធុរកិច្ចមិនអាចទេរឿងនេះប្រកាសជាមានការយល់ច្រឡំជាមិនខានទេសៀវជាងគ្រាន់តែជាអ្នកលក់ប្រព័ន្ធនៅជនបទមិននឹងអាចខ្លាចជាអ្នកបង្កើតសមាគមធុរកិច្ចបានទៅគូវយលងមែនហើយរឿងនេះប្រកាសជាគូវយលងជាអ្នកបង្កើតការពារសៀវជាងតែប៉ុណ្ណោះទេរឿងនេះប្រកាសជាគូវយលងជាអ្នកបង្កើតការពារសៀវជាងតែប៉ុណ្ណោះទេស ៀវចៅស៊ុនជួតាទៀនដំបងយើងគិតថាមេរៀនដែលយើងផ្ដល់ឲ្យឯងកាលពីថ្ងៃមុនគ្រាន់តែធ្វើឲ្យឯងខ្លាចទៅជាមនុស្សល្អតែយើងស្មានមិនដល់ដល់សោះថាពួកឯងជាមនុស្សដែលមិនចេះដឹងកំហុសសុំពេញតែបន្តិចអញ្ចឹងកុំចោទយើងថាដាច់ធម៌មេត្តាណាគូវយលងបាទបញ្ជាចុះចាំនៅថ្ងៃនេះតទៅត្រកូលជូនិងត្រកូលស៊ុនគ្មានការវិនិយោគអ្វីទាំងអស់ហើយបើសិនជាមាននរណាម្នាក់យកខ្លួនមកជួយនោះណាយើងប្រកាសជាធ្វើឲ្យអ្នកនោះគ្មានឆ្អឹងកង់នៅក្នុងដីបាទ អើយលោកសៀវខ្ញុំខុសហើយ បាទ បងសៀវខ្ញុំមិនបានតាំងចិត្តទេខ្ញុំមិនបានមានចិត្តប្រមាថមួយងាយនោះ ឯ ទេ ងមិនត្រឹមតែតាំងចិត្តទេថែមទាំងធ្វើបាបអ្នកទុំសោយអប់ខ្ពើគេយើងនឹងធ្វើឲ្យឯងភ្លក់រួចចិត្តតែគេជន់ឈ្លីស៊ុនជីឈួនឯងថាប់នាំមនុស្សពួកឯងចេញពីក្រុងជាងឈឹងទៅមិនមែនឯងចូលចិត្តមើងងាយអ្នកស្រែជនបទទេមែនទេហ៎ឯងត្រឡប់ទៅជនបទធ្វើស្រែចម្ការបើមានការអនុញ្ញាតពីយើងគ្មាននរណាម្នាក់ហ៊ានឲ្យឯងចូលមកក្រុងទេគឺនៅជនបទអស់មួយជីវិតពួកឯងសុទ្ធតែជាត្រកូលធំនៅក្រុងជាងឈឹងប៉ុន្តែពួកឯងបែរជាមកធ្វើបាបមនុស្សទុនខ្សោយភាពទុនខ្សោយគ្មាននរណាម្នាក់ទទួលខុសត្រូវពួកឯងបែរជាជន់ឈ្លីពួកគេគូវយលងបាទដាក់បញ្ជាទៅប្រាប់សារព័ត៌មានទាំងអស់ថ្ងៃនេះនឹងបណ្ដេញពួកគេចេញពីសមាគមធុរកិច្ចហាមពួកគេចូលសមាគមអស់ឈប់លោឡាទៀតទៅតានេះជាកលៈទេសៈស្អីទៅត្រូវបណ្ដេញចេញពីសមាគមបើអ្នកណាបង្ករឿងទៀតនឹងត្រូវដាក់ទោស ពួកជាអ្នកដើរពួកជាប្រធានទៀតទេ លោកម្ចាស់20ឆ្នាំមុនលោកអ៊ំបានបង្កើតសមាគមធុរកិច្ចលងជាងគ្រប់នៅឯក្រុងជាងឈឹងហើយក៏បានបង្កើតសមាគមធុរកិច្ចហឹងនៅក្នុងក្រុងដែរលោកអ៊ំបានដឹកនាំអ្នកវិនិយោគឆ្លងកាត់ឧបសគ្គម្ដងហើយម្ដងទៀតនៅក្នុងប្រទេសបើគ្មានលោកអ៊ំទេក៏គ្មានសមាគមធុរកិច្ចនេះដែរនេះជាលោកអ៊ំសៀវរាល់អ្នកជួយដូរទាំងអស់ជាមិត្តភាពលងហឹងយ៉ាងពិតប្រាកដ លោកសៀវចូលច្រើន លោកប៉ាខ្ញុំដឹងខុសហើយខ្ញុំពិតជាដឹងខុសពិតមែនខ្ញុំមិនបានតាំងចិត្តមិនទទួលស្គាល់ប៉ាទេទាំងអស់នេះគឺដោយសារតែត្រកូលជោគេបានគៀបខ្ញុំឲ្យធ្វើបែបនេះស្ត្រីម្នាក់នេះហើយនឹងវិនគេបានប្រាប់ថាបើខ្ញុំមិនប្រកាសទំនាក់ទំនងជាមួយប៉ាទេគេមិនរៀបការជាមួយខ្ញុំលោកប៉ាជាអ្នកចិញ្ចឹមខ្ញុំជាកូនល្អរបស់ប៉ាខ្ញុំមិននឹងមិនទទួលស្គាល់ប៉ាទៅ ពិតជាល្អខ្លាំងណាស់ជាងចាស៊ូនដំបងអញជានិយាយខ្លួនអញតាថាឯងគ្មានឪពុកគ្មានម្ដាយទើបយើងព្រមរៀបការជាមួយនឹងឯងឥឡូវនេះធ្វើរឿងលើកទៅលើឪពុកធម៌របស់ឯងបែរជាកំណត់កំហុសគ្រប់យ៉ាងមកតកូលចូលជើងឯងពិតជាសម្រាប់ពិតមែនបើមិនមែនឯងស្អាតតកូលចូលជើងទៅធ្វើរឿងលើកលោកប្រធានសៀកបានយ៉ាងម៉េចលោកប្រធានអ្នកដែលធ្វើរឿងលើកទៅលើលោកគឺចាស៊ូនគ្មានអ្វីពាក់ព័ន្ធនឹងតកូលចូលពួកជើងទេលោកចង់ចាត់ការគេយ៉ាងម៉េចក៏បានប៉ុន្តែសម្បល់លោកដោះលែងតកូលចូលជើងផងឲ្យតកូលជើងមានផ្លូវដើរផងទៅ ស្រីឈ្មោះនេះរឿងទាំងអស់ដោយសារតែនាងខ្ញុំមិនគួររៀបការជាមួយនាងសោះ សៀកចាស៊ូន ប៉ុណ្ណឹងបានហើយមនុស្សឃើញតែផលប្រយោជន៍របស់ខ្លួនទីបំផុតបាបកម្មក៏បានតាមទាន់តែខ្លួនគ្រប់យ៉ាងឯងបានសល់អ្វីទេគឺអាចតែធ្វើខ្លួនឯងយើងធ្លាប់ផ្ដល់ឱកាសឯងហើយប៉ុន្តែឯងមិនចេះចាប់យកទេចាប់ពីថ្ងៃនេះតទៅឯងមិនមែនជាគោលរបស់យើងទេយើងប្រកាសជាដេញក្បាលឯងចុះ ផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៅលោកប៉ាខ្ញុំនឹងប្រាជាមួយត្រកូលជោឲ្យប៉ាតទៅខ្ញុំជាកូនប៉ាបង្កើតបើមិនដោយសារតែប៉ាយកខ្ញុំពីក្រាស់ទន្លេមកចិញ្ចឹមខំអីខ្ញុំស្លាប់បាត់ទៅហើយប៉ាពិតជាមិនព្រមទទួលស្គាល់ខ្ញុំពិតមែនណាលោកប៉ានៅចាំទេកាលពីខ្ញុំនៅក្មេងខ្ញុំឈឺលោកប៉ានៅមើលខ្ញុំពេញមួយយប់ហើយប៉ាមិនបានសម្រានហើយនៅពេលដែលប៉ាឈឺជើងខ្ញុំផ្សាយប៉ា10គីឡូដីទៅមន្ទីរពេទ្យលោកប៉ារយៈពេល10ពួកជើងនៅភូមិវ៉ាងជាកោយើងជាប៉ាកូនជួយគ្នាទៅវិញទៅមកប៉ាភ្លេចអស់ហើយមែនទេ អ្នកដែលពេញរឿងទាំងអស់នេះគឺជាឯងទៅវិញទេពេលនេះមនុស្សកំពុងដឹងកំហុសដោយសារតែឋានៈរបស់យើងតែប៉ុណ្ណោះចៅស៊ូនយើងសង្ឃឹមថាថ្ងៃណាមួយឯងនឹងបានជួយពីកំហុសរបស់ខ្លួនថាថ្ងៃណាមួយឯងធ្វើគ្រប់យ៉ាងដោយសារតែឯងមិនរើសពីទ្រព្យសម្បត្តិនិងអំណាចនោះទេតែនៅទីបំផុតឯងក៏លងនឹងគេឈ្មោះខ្លាំងខ្លាយមិននោះយើងបើភ្លេចពីការចាប់ដើមមួយជីវិតនេះប្រកាសជាមិនជោគជ័យឡើយ លោកប៉ាកំតើអី ចៅស៊ូនឯងត្រូវចាំទុកជាមេរៀនមនុស្សយើងត្រូវមានចិត្តកតញ្ញូនិងដឹងគុណឯងត្រូវចាំទុកថាប៉ាម្នាក់នេះនៅតែបានរបស់ឯងជារៀងរហូត លោកប៉ា
ស្ត្រីកាច់ឆ្លៀតឱកាសពេលប្តីគេងលក់តែកំភ្លៀងគាត់ខ្លាំងស្ត្រីនោះមិនឈប់តតែនាងហត់នឹងការវាដំនាងបន្ទាប់មកគាត់បានបញ្ជាឲ្យមេដោះពីរអ្នកសម្អាតមនុស្សល្ងងឲ្យបានត្រឹមត្រូវនឹកស្មានមិនដល់ស្ត្រីអ្នកមានទើបតែចាក់ចេញមេដោះគ្រាន់តែចង់ធ្វើអាក្រក់ដាក់មនុស្សល្ងងប៉ុន្តែភ្លេចវានៅពេលដែលអ្នកគិតអំពីមនុស្សល្ងងបន្តិចបន្ទាប់ពីមេដោះចាក់ចេញភ្លាមនោះក្មេងប្រុសញាក់ឡើងពេលក្មេងប្រុសញាក់ឡើងនាងវាកំពុងរំនៅលើអាកាសវាប្រែថាបុរសវ័យក្មេងមិនមែនជាមនុស្សធម្មតាទេគាត់គឺជាអ្នកចាប់កំណើតរបស់នាងការចុះទៅកាន់ពិភពមនុស្សដើម្បីជួយមនុស្សដោះស្រាយបញ្ហាយុវជនក្រោកឡើងមិននឹកស្មានដល់បានទទួលការចងចាំនិងជំនាញរបស់គាត់ឡើងវិញប៉ុន្តែគាត់បានរងការអាម៉ាស់ខ្លាំងក្នុងគ្រួសារនេះក្នុងរយៈពេលជាច្រើនឆ្នាំមកនេះគាត់បានសម្រេចចិត្តបន្តធ្វើពុតជាល្ងងហើយជាប្រពន្ធនឹងគ្រួសារនៅពេលនេះមេដោះបានយកសម្លៀកបំពាក់ចូលមកមេដោះគឺក្រអឺតក្រទំណាស់ដោយជាស្ដីក្មេងនោះឲ្យផ្លាស់សម្លៀកបំពាក់យ៉ាងលឿនក្មេងប្រុសខឹងភ្លាមដេញភ្លាមធ្វើឲ្យមេដោះទាំងពីរស្ងាត់ឈឹងមេដោះត្រូវយុវជននោះប្រើភ្លើងដេញមេដោះនោះមេដោះទាំងពីរស្រែកហូររួចចាក់ចេញទៅពេលនោះយុវជនក៏ចុះមកដល់សាលគាត់ជួបបងថ្លៃនិងក្រុមគ្រួសាររបស់គាត់មកចូលរួមពិធីខួបកំណើតរបស់បុរសចំណាស់នោះវាប្រែថាយុវជនម្នាក់នេះបានជួយជីវិតបងថ្លៃគាត់ពីមុនដូច្នេះហើយបងថ្លៃរបស់គាត់បានស្រឡាញ់យុវជនម្នាក់នេះយ៉ាងខ្លាំងប៉ុន្តែបុរសនោះជាមនុស្សល្ងងហើយគាត់ជាបងថ្លៃពេលបងថ្លៃខ្ញុំរៀបនឹងសារភាពប្រាប់យុវជននោះបងថ្លៃក៏ចូលមកដោយក្រអឺតក្រទុំអូនថ្លៃធ្វើបាបយុវជនដោយមិននិយាយអ្វីសោះលោកថាតែយុវជនលុតជង្គង់ធ្វើត្រាប់តាមឆ្កែប្រុសបន្ទាប់មកឲ្យបុរសម្នាក់$1ដើម្បីទិញស្ករគ្រាប់មួយចំនួនហើយអ្វីបានជាឆ្កែប្រុសអ្នកមិនដឹងពីរបៀបដែលឆ្កែប្រុសអនុញ្ញាតឲ្យខ្ញុំបង្រៀនអ្នកតាមខ្ញុំឆ្កែប្រុសធ្វើឲ្យបងថ្លៃខ្ញុំខឹងយ៉ាងខ្លាំងគាត់នឹងពីបុរសម្នាក់នេះឥឡូវនេះក្មេងប្រុសគេខ្លួនអូនថ្លៃរបស់ខ្ញុំគ្រាន់តែគប់ឆ្កែស៊ីអានឹងអូនថ្លៃខឹងភ្លាមនោះគាត់ក៏ក្រោកឡើងដេញតាមបុរសនោះពួកគេទាំងពីរនាក់បានរត់ទៅចូលរួមពិធីខួបកំណើតរបស់បុរសចំណាស់នោះតានេះកំពុងធ្វើអ្វីមនុស្សល្ងងនេះវាខ្ញុំជាក់ស្ដែងអ្នកបានដួលដោយខ្លួនឯងវាមិនមានពាក់ព័ន្ធនឹងតាំងជួនទេហេតុអ្វីបានជាអ្នកចង់ឲ្យខ្ញុំការពីគាត់ខ្ញុំគ្រាន់តែនិយាយអំពីរឿងមិនអីទេជប់ប្រកែកទៀតអង្គុយចុះខ្ញុំមានរឿងដែលត្រូវប្រកាសពេលនោះបុរសចំណាស់ក៏សម្រេចចិត្តទុកឲ្យប្រពន្ធរបស់យុវជននោះធ្វើជាអ្នកស្នងបងស្រីក្មេងខាងស្រីមិនពេញចិត្តជាខ្លាំងប៉ុន្តែគ្មានអ្វីដែលអាចធ្វើបានទេដោយមិននឹកស្មានដល់នារីដែលមានគំនិតចង់ខ្លាចជាអ្នកស្នងនាងបានប្រកាសភ្លាមថាខ្ញុំលែងលះបុរសម្នាក់នេះហើយតើអ្នកណាអនុញ្ញាតឲ្យអ្នកលែងលះជីតារបស់អ្នកខ្ញុំជាអ្នកស្នងមរតករបស់គ្រួសារជូមកពីប្តីខ្ញុំវាបានល្ងងហើយសិនជាកូនប្រុសច្បងនៃគ្រួសារសុងគាត់គឺជាមនុស្សដែលខ្ញុំស្រឡាញ់គាត់គឺជាវាសនាពិតរបស់ខ្ញុំបុរសចំណាស់ខាងភ្លាមបាននិយាយថាម្ចាស់របស់យុវជននោះគឺជាអ្នកសង្គ្រោះគាត់អ្នកមិនអាចលែងលះបុរសម្នាក់នេះបានទេទោះយ៉ាងណាក៏ដោយប៉ុន្តែនារីមានគំនិតមិនសូវខ្វល់ពីរឿងនោះទេបោះទឹកព្រមព្រៀងលែងលះទៅយុវជននោះភ្លាមទុំឲ្យបុរសចុះហត្ថលេខាលើការលែងលះយ៉ាងឆាប់រហ័សនេះជាអ្វីដែលបុរសចង់បានប៉ុន្តែគាត់ខ្លាចថាគាត់នឹងត្រូវលាតត្រដាងហើយវិលមករកភាពធម្មតាវិញយុវជននោះធ្វើពុតជាចង់បានស្ករគ្រាប់មុននឹងគាត់យកព្រមចុះហត្ថលេខាដរាបណាបុរសចុះហត្ថលេខាលើកិច្ចព្រមព្រៀងលែងលះគាត់នឹងទិញស្ករគ្រាប់100កញ្ចប់សម្រាប់ក្មេងប្រុសបរិភោគដូច្នេះយុវជនរូបនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលែងលះភ្លាមដោយមិននឹកស្មានដល់បន្ទាប់ពីចុះហត្ថលេខានារីដែលមានគំនិតចង់បណ្ដេញយុវជននោះចេញពីផ្ទះពេលបងថ្លៃខ្ញុំឃើញបែបនេះនាងក៏មកការពារយុវជននោះភ្លាមអ្នកមិនចង់បានគាត់នៅដើមរដូវក្តៅទេខ្ញុំចង់ឲ្យអ្នកចង់បានតើអ្នកចង់រៀបការជាមួយគាត់ទេអ្នកណាទៅរៀបការជាមួយមនុស្សនេះយើងអាចយករបស់ដែលអ្នកមិនចង់បានខ្ញុំគ្រាន់តែចង់រៀបការជាមួយគាត់ឈួតតើអ្នកដឹងពីអ្វីដែលអ្នកកំពុងនិយាយអ្នកស្រីនិយាយរឿងបែបនេះតើអ្នកនឹងរៀបការយ៉ាងណាបន្ទាប់ពីព័ត៌មានបានផ្សព្វផ្សាយប៉ាគ្រាន់តែនិយាយលេងខ្ញុំចង់ឲ្យសីយុនធ្វើជាប្រពន្ធរបស់ខ្ញុំចុះបើវាមិនល្អតតែសោះខ្ញុំចង់បានវាលែងកូនស្រីខ្ញុំទៅចេញពីទីនេះកុំបំភ័យគាត់តើអ្នកមានបញ្ហាគ្រប់គ្រាន់ទេឥឡូវនេះខ្ញុំនឹងសួរអ្នកម្ដងទៀតតើអ្នកបដិញ្ញាចិត្តលែងលះតាំងសានទេប្រសិនបើវាមិនមែនសម្រាប់កិច្ចព្រមព្រៀងលែងលះនេះខ្ញុំធ្វើពុតថាខ្ញុំមិនបានឃើញវាទេជីដាថ្ងៃនេះខ្ញុំត្រូវតែលែងលះបន្ទាប់មកយុវជននោះបានសួរបងថ្លៃរបស់គាត់សម្រាប់ស្ករគ្រាប់ភ្លាមនោះបងថ្លៃខ្ញុំយកលុយ$100បោះចោលដីបន្ទាប់មកគាត់ស្ដោះទឹកមាត់ដាក់លើវាពេលឃើញដូច្នេះស្ត្រីជាអ្នកបោកប្រាស់បានយកលុយ$100ទៀតបោះចោលលើដីឲ្យក្មេងប្រុសយកវាមកជុំគ្នាទិញស្ករគ្រាប់មកញ៉ាំក្រឡេកមើលទឹកមុខដ៏កាយសាហាវរបស់ប្អូនបង្កើតទាំងពីរយុវជននោះបានបញ្ចេញអក្ខរាវិរុទ្ធភ្លាមដើម្បីបង្រៀនពួកគេនៅមេរៀនក្រដាស់ប្រាក់ទាំងពីរនេះអាចទិញស្ករគ្រាប់បានច្រើនចុះយ៉ាងណាវិញឆ្ងាញ់លុយតាំងឈួនមិនអាចបរិភោគបានទេតាំងឈួនតើអ្នកនឹងធ្វើអ្វីគឺអ្នកដែលសម្លឹកខាងឈួនមុនគេគាត់មិនយល់អ្វីទាំងអស់បងប្រុសចាស់ទុំដឹងហើយថាយុវជនម្នាក់នេះមិនមែនជាមនុស្សធម្មតាទេខ្ញុំបានសួរបងថ្លៃស្រីថាតើនាងពិតជាចង់រៀបការជាមួយបុរសម្នាក់នេះឬបងស្រីក្មេករបស់ខ្ញុំបង្ហាញឆន្ទៈដោយមិននិយាយអ្វីទាំងអស់ពេលឃើញបែបនេះបុរសចំណាស់ក៏ប្រកាសភ្លាមថាបងថ្លៃនឹងធ្វើជាអ្នកស្នងអត្តសញ្ញាណរបស់នារីច្បោកក្នុងនាមជាអ្នកស្នងមិនបានត្រឹមត្រូវនៅនឹងកន្លែងនារីដែលមានគំនិតឆ្មើងឆ្មៃភ្លាមនោះក៏ខឹងឲ្យស៊ីជាអ្នកស្នងមរតកជីតាតើអ្នកនិយាយលេងទេមិននិយាយលេងទេប៉ុន្តែអ្នកបានធ្វើឆន្ទៈរួចហើយឈ្មោះរបស់ខ្ញុំត្រូវបានសរសេរនៅលើវាបាទប៉ាអ្នកបានសម្រេចចិត្តរួចហើយហេតុអ្វីបានជាអ្នកមិនផ្លាស់ប្ដូរវាខ្ញុំបានធ្វើតាមឆន្ទៈខ្ញុំមិនទាន់ស្លាប់ទេអាចផ្លាស់ប្ដូរបានគ្រប់ពេលហេតុអ្វីបានជាច្បាស់ថាខ្ញុំជាអ្នកស្នងហេតុអ្វីបានជាគាត់ខ្លាចជាតុងហ៊ីដោយសារតែអ្នកចង់លែងលះតាំងជូតើនេះពាក់ព័ន្ធនឹងអ្វីដែលខ្ញុំជាអ្នកទទួលមរតកមូលហេតុដែលខ្ញុំបណ្ដោះអ្នកហើយជ្រើសរើសអ្នកឲ្យធ្វើជាអ្នកស្នងមរតករបស់គ្រួសារជោគវាដោយសារតែតាំងសានវាគឺដោយសារតែគាត់បាទខ្ញុំបានសួរអ្នកឥឡូវនេះទទួលសុំលែងលះតាំងជូបន្ទាប់មកគំគិតចង់ខ្លាចជាអ្នកស្នងមរតករបស់គ្រួសារជូខ្ញុំឥឡូវនេះគ្រាន់តែហៅមេធាវីឲ្យមកជំនួសនិងបដូរឆន្ទៈគ្រាន់តែយកទូរស័ព្ទមកខ្ញុំរឿងសំខាន់បែបនេះតើវាអាចបដូរតាមចិត្តដោយរបៀបណាដោយសារមនុស្សល្ងងលោកតានេះមិនក្មេងពេកទេខ្ញុំបានសម្រេចចិត្តអ្នកមិនចាំបាច់និយាយទៀតទេលោកតាចាស់ហើយយល់ច្រឡំទេគ្រូសាជូបានប្រគល់វាទៅឲ្យជួយហ៊ីយុនគ្រូសាជីនិងសៃធុនវាមិនសំខាន់ទេខ្ញុំមិនយល់ស្របនឹងអ្នកធ្វើរឿងនេះទេអ្នកស្នងមរតករបស់គ្រូសាជូអាចគ្រាន់តែជាខ្ញុំប៉ុណ្ណោះអ្នកស្នងមរតករបស់គ្រូសាជូវាអាចជាខ្ញុំតែប៉ុណ្ណោះវាជាខ្ញុំចង់បានភាពបន្តសូមបងប្អូនជួយ follow និង share វីដេអូនេះម្នាក់មួយ